nhưរបស់ខ្ញុំទៅ presentation បងសាក់តែ share screen បងណាបាទបាទចូល ខ្ញុំ stop ខាងនេះសិនបង use microphone and camera allow while visit the sun នេះ បងទាញមកខាងក្រៅមកឃើញពាក្យ share ចុច អូខេសិតខ្ញុំតបមិនដឹងយ៉ាងម៉េចម្ដងទៀតអូខេ stop video បែបនោះនេះតា បងទាញមកបន្តិចមកហើយនៅ អូ ខាង ខេ ក្រោមហ្នឹងមានពា ទៀ ក្យ ង share បង មក ចុច ចូលមួយណា ចូលពាក្យ share បង ចូល share បាទ អូខេនេះឃើញ share បាទ សាកតិចសិន បាទ អូខេនឹង ឃើញ ឃើញ share ចាប់ផ្ដើមហើយបងចាប់ផ្ដើម នឹង share ឃើញទេណា បាទហើយចាំបងចុច show ទៅចេញ full screen បាទ បាទ so full screen អូខេ good ឃើញgood អូខេហ្នឹងហើយ stop share stop share ដល់កន្លែងណាវិញ stop share ឬក៏អាដាមយក moderate បានចា៎ដែរ stop share នេះអូខេ ខាងហ្នឹងតតែ good ឃើញបាទសូមគោរពអាដាមគណិតវិទ្យាប្រធានបាទសូមគោរព សូមអរគុណបាទអញ្ចឹងសូមចាំទីទៀតបាទដែលបទបង្ហាញបន្ទាប់ពីអ្នកសម្របសម្រួលជួយណែនាំវិក្កាមិនបាទហើយបែបជាលោកនាយកពិសោធន៍នៅសៀមរាបបាទជាមិនអាចណែនាំបានកម្លាំងនេះអញ្ចឹងអាចជំនួសដោយលោកស្រីមនិតសុនចាន់អមរាបាទណែនាំវិក្កាមិនសិនហើយបានខ្ញុំមានមតិបើកវេទិកាហើយរំលឹកចំណុចសំខាន់ពីវេទិកាមុនមួយចំនួនបាទហើយបន្ទាប់មកខាងអាយអាដាមមនិតវិទ្យាអត់សូវច្បាស់បាទសម្លេងបាទគៀកបន្តិចបាទលោកគ្រូបាទអូខេអូខេណាសាកនេះមើលបងប្អូនស្ដាប់ឮលោកគ្រូច្បាស់ទេបាទខាងខ្ញុំទទួលសម្លេងច្បាស់បាទហើយលោកគ្រូមើលផ្ទៀងមើលសំឡេងនេះគឺ100%ហើយបាទហើយគ្រាន់តែដាក់អំពូលទៅវាដូចជាមិនសូវភ្លឺដាក់ភ្លឺចាំងមកភ្នែកវាចាំងពេកថ្ងៃនេះយើងបាន participant ទាំងអស់រហូតដល់69រូបបាទអូបាទអញ្ចឹងសូមអរគុណណាយើងម៉ោង6:11នាទីអាចចាប់ផ្ដើមបានអញ្ចឹងក្នុងដំណើរការនេះគឺទី1លោកស្រីមនិតសុនចាន់អមរាជំនួសលោកសាស្ត្រាចារ្យបណ្ឌិតសុនវិសិទ្ធដែលជាប់បំពេញបេសកកម្មនៅសៀមរាបឥឡូវនេះនៅក្រុងសៀមរាបចឹងលោកស្រីអមរានឹងណែនាំ
បងប្អូនអ្នកចូលរួមយើងឲ្យស្គាល់វាគ្មិនរបស់យើងហើយបន្ទាប់មកបានលោកគ្រូនឹងបើកវេទិកានេះដោយរំលឹកចំណុចសំខាន់មួយចំនួនហើយបានបន្ទាប់មកបានជូនទៅលោកសាស្ត្រាចារ្យបណ្ឌិតធូចចន្ទធួនដើម្បីធ្វើបទបង្ហាញបាទអញ្ចឹងយើងសាកសំឡេងទៅឃើញនៅដូចជាបានឮហើយអញ្ចឹងសូមចាប់ផ្ដើមពីលោកស្រីបណ្ឌិតសុនច័ន្ទអមរាសូមអញ្ជើញឡើង ចាជាបឋមនេះខ្ញុំសូមគោរពអាដាមដិតស្ពីចាសូមគោរពលោកសាស្ត្រាចារ្យលោកយុវនិងនិស្សិតហើយជាពិសេសគឺអ្នកចូលរួមស្ដាប់នៅក្នុងវេទិកាប្រវត្តិវិទ្យាទី259នាថ្ងៃនេះថ្ងៃនេះវិទ្យាស្ថានអ៊ីនធឺណិតវិទ្យាស្ថានអប់រំអន្តរជាតិនិងសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជាមានកិត្តិយសខ្ពង់ខ្ពស់ដោយបានសាស្ត្រាចារ្យបណ្ឌិតថុយចន្ទធួនអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាប្រវត្តិវិទ្យាទី259ដែលជាវេទិកាទី3ថ្មីដែលមានប្រធានបទស្ដីពីស្ថានីយ៍បន្ទាយគូនៃអរិយធម៌មេមត់លោកសាស្ត្រាចារ្យបណ្ឌិតថុយចន្ទធួនមានតួនាទីជាច្រើនដូចជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជាហើយលោកបណ្ឌិតក៏ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានអ៊ីនធឺណិតផងដែរជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពអញ្ជើញបណ្ឌិតសភាចារ្យសូនសំណាងមានមតិបើកវេទិកានាថ្ងៃនេះចាសូមគោរពអញ្ជើញបាទអញ្ចឹងសូម share screen បន្តិចណាសូម share screen សូមបាទអូខេបងប្អូនឃើញរូបទេបងប្អូន ហើយតែរូបលោកគ្រូអត់ទាន់ឃើញ share screen បាទអញ្ចឹងយើង share screen ជំរាបសួរខ្ញុំបុនកំហាក់លោកគ្រូមហាបាទស្វាគមន៍អូនស្វាគមន៍បាទបងឃើញអក្សរទេអូនអត់ទាន់ឃើញទេលោកគ្រូអត់ទាន់ឃើញទេអត់ទាន់ឃើញទេណា មកម្ដងទៀតណាយើង share screen មិញហ៎ក៏សុំទាញម៉ៅហើយមើលកន្លែងពាក្យ share នៅខាងក្រោមចំកណ្ដាលទាញម៉ៅបន្តិចទៅបាទឃើញពាក្យ share ចុចព្រួយឡើងលើទៅហើយចូលចុចលើ file ហ្នឹងបាទនេះអូខេបងឃើញអក្សរនៅបាទឃើញលោកគ្រូឃើញហើយ បាទឃើញលោកគ្រូ បាទអរគុណណាស់អរគុណលោកស្រីមលិតសុនចាមរាបានបង្ហាញណែនាំស្គាល់វាគ្មិនទី3ថ្មីរបស់យើងអញ្ចឹងថ្ងៃនេះខ្ញុំសូមស្វាគមន៍លោកសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួនជាវាគ្មិនទី3ទី259ដល់សល់មួយទៀតដល់260ហើយដើរបានមក260គីឡូម៉ែត្រហើយនេះជាវេទិកាវត្តជាទី3ថ្មីក្នុងដំណើរការថ្មីនៃវេទិកាប្រវត្តិវិទ្យារបស់យើងវេទិកាប្រវត្តិជាទី259នេះមានប្រធានបទស្ដីពីស្ថានីយ៍បន្ទាយគូនៃអរិយធម៌មេមត់
នឹងជារដ្ឋដំបូងនៅកម្ពុជាជាអង់គ្លេសគឺបន្ទាយគូ Memorial Culture Early State Building in Cambodia បាទអញ្ចឹងបន្តទៅនេះសូមស្វាគមន៍លោកសាស្ត្រាចារ្យនិស្សិតអ៊ីនធឺណិតនិងប្រិយមិត្តទាំងអស់ដែលអញ្ជើញចូលរួមក្នុងវេទិកានេះថ្ងៃថ្ងៃទី28មេសានេះយើងមានវេទិកាប្រវត្តិវិទ្យាទី259ដែលមានដំណើរការដូចខាងក្រោមនេះគឺបន្ទាប់ពីការណែនាំស្គាល់វាគ្មិនទី3ថ្មីរបស់យើងគឺថាខ្ញុំសូមមានមតិចំណាប់អារម្មណ៍បើកវេទិកាដោយរំលឹកចំណុចសំខាន់នៃវេទិកាមុនមួយចំនួនបាទហើយគ្រាឱកាសនេះក៏សូមថ្លែងអំណរគុណដល់អ្នកតាក់ទងជាមួយវាគ្មិននិងជូនព័ត៌មានដល់បងប្អូនចូលរួមគឺលោកស្រីបណ្ឌិតសួនច័ន្ទអមរាចំណុចដែលខ្ញុំសូមរំលឹកជូនដោយសង្ខេបនេះគឺរំលឹកចំណុចដែលតាក់ទងនឹងវេទិកាមុនវេទិកាមុនគឺយើងមាន2ហើយវេទិកាទី1ផ្ដោតលើឡាងស្ពានវេទិកាទី2ផ្ដោតលើសម្រស់សែនអញ្ចឹងនៅក្នុងវេទិកាទី1កាលពីថ្មីណាកាលពីថ្ងៃល្ងាចថ្ងៃអង្គារទី21មេសានោះយើងមានប្រធានបទស្ដីពីស្ថានីយ៍បរិយាប្រវត្តិសាស្ត្រនៅកម្ពុជាក្នុងយុគថ្មចាស់ហើយផ្ដោតលើលទ្ធផលកំណាយនៅស្ថានីយ៍ឡាងស្ពានហើយវាគ្មិនរបស់យើងគឺអាយដាមបណ្ឌិតហេងសវណ្ឌីទន្ទឹមនឹងនេះគឺតាក់ទងនឹងស្ថានីយ៍ឡាងស្ពាននេះលោកគ្រូក៏មានរូបថតនៃទស្សនកិច្ចសិក្សារបស់យើងទៅកាន់ទីនោះកាលពីខែឧសភាឆ្នាំ2025ឥឡូវនេះដល់គម្រប់ខួបមួយឆ្នាំនៃការជួយដំណើរស្វែងយល់ទៅកាន់ស្ថានីយ៍ឡាងស្ពានដោយមានការរួមដំណើរពីសហការីមួយចំនួនហើយបានទទួលការស្វាគមន៍ពីលោកប្អូនពេជ្រឈឿនបាទដែលយើងអាចធ្វើដំណើរទៅកាន់ទីនោះបានដោយជោគជ័យហើយនៅក្នុងពេលនោះក៏យើងមានរូបថតអនុស្សាវរីយ៍មួយចំនួនដែលខ្ញុំសូមបង្ហាញជូននេះរូបថតនេះដែលលោកសុភាលោកសុនសុភានិងលោកច័ន្ទវិរៈបាទដែលបានថតនៅពេលនោះនៅក្នុងខែឧសភាកាលពីឆ្នាំមុននេះថតនៅក្នុងឡាងស្ពានតែម្ដងក្នុងឡាងស្ពានបាទនេះជារូបអ្នកចូលរួមហើយបងប្អូនយើងមាននាយកសាលានៅផ្លូវចូលនឹងក៏អញ្ជើញទៅជួយអបអរសាទរហើយអ្នកគ្រូមួយចំនួនមានលោកសាសផងហើយលោកប្អូនពេជ្រឈឿននេះលោកប្អូនពេជ្រឈឿនជាប់នៅនេះហើយនេះលោកគ្រូបាទហើយនឹងសហការីដែលទៅជាមួយបាទមានរូបថតហ្នឹងជាបោះតាងមួយថាយើងបានទៅដល់ទីនោះពិតប្រាកដបានកាលពីឆ្នាំមុនលោកគម្រប់ខួបមួយឆ្នាំហើយចំពោះនៅរូបនេះបើយើងពង្រីកឲ្យធំទៅគឺអញ្ចឹងណាឃើញរូបថតនៅក្នុងរូងភ្នំយើងចូលទៅដល់ឃើញរូងនៅមុនគេរូងទូលាយហើយមានខ្យល់អាកាសចេញចូលស័ក្តិសមជាកន្លែងដែលមនុស្សសម័យបុព្វកាលហ្នឹងទៅរស់នៅទីនោះជាកន្លែងរស់នៅរបស់គាត់ដើម្បីការពារទុកទល់ជាមួយនឹងគ្រោះធម្មជាតិផងជាមួយនឹងសត្វសាហាវផងហើយជាកន្លែងដែលអាចរស់បានមានខ្យល់អាកាសចេញចូលល្អហើយមានរូបខ្លះទៀតដូចជារូបនេះគឺបង្ហាញអំពីទិដ្ឋភាពខ្លះនៃឡាងស្ពានបាទនេះគឺខាងលើនេះគឺថាមិនមានថ្មនៅពីខាងលើទេគឺដូចមិនមានដបូលបាំងទេ
อันนี้คือថាចំហទៅលើមេឃហើយនេះគឺជាកន្លែងដែលមានស្ថានីយ៍បុរេប្រវត្តិសាស្ត្រហ្នឹងដែលមានការសិក្សាដោយអ្នកជំនាញបារាំងហើយនឹងដោយលោកអូនបណ្ឌិតស្វាឌីផងដែរដែលបានធ្វើបទបង្ហាញក្នុងវេទិកាទី1នេះរូបថតនេះគឺយើងថតនៅខាងក្រោយនេះគឺកន្លែងកំណាយកន្លែងកំណាយនេះគឺមានបាំងជារបារស័យខ្លះដើម្បីនឹងទប់កុំឲ្យតែអ្នកទស្សនាហ្នឹងអាចទៅចូលទៅមើលនៅក្នុងហ្នឹងគឺថារក្សានៅភាពថិតថេរនៃកន្លែងនោះដោយមិនមានអនុញ្ញាតឲ្យមានអ្នកចូលទៅមើលដល់ក្នុងនោះទេអាចចូលមើលពីខាងក្រៅបានបាទនេះរូបយើងថតនៅពេលហ្នឹងនេះចំណុចនេះមួយទៀតគឺមានផ្ទាំងនេះមួយដែលមានដាក់ជាអក្សរតែគម្រោងលោកគ្រូបង្រៀនបង្ហាញในធំបន្តិចគម្រោងនេះដោយសារភ្លៀងផងពេលហ្នឹងហើយអ្នកថតក៏ថតប្រញាប់ហើយលោកគ្រូចាញ់មកពីកន្លែងកំណាយហ្នឹងក៏ប្រញាប់ចុះមកក្រោមណាព្រោះភ្លៀងហើយវាល្អិលណាអញ្ចឹងថតទៅជំហៀងប៉ុន្តែយើងអាចមើលអក្សរឃើញណាគម្រោងសិក្សាស្រាវជ្រាវបុរេប្រវត្តិសាស្ត្រស្ថានីយ៍ឡាងស្វៀនបាទមានផ្ទាំងមួយដាក់នៅពេលមុនយើងចូលទៅដល់ខាងក្នុងអញ្ចឹងនៅក្នុងគម្រោងហ្នឹងដូចអាដាមបណ្ឌិតហេងផាឌីបានបញ្ជាក់ពីថ្ងៃមុនអញ្ចឹងគម្រោងនៅជាមួយនឹងបារាំងមិនទាន់ចប់ទេដូចជាចប់ឆ្នាំ2028បាទចឹងនៅមានផ្ទាំងហ្នឹងបានបញ្ជាក់ថាជាគម្រោងសិក្សាស្រាវជ្រាវបរិវត្តសាស្ត្រនៅស្ថានីយ៍ឡាងស្វៀននឹងរំលឹកទី1ពីឡាងស្វៀនរំលឹកចំណុចសំខាន់មួយចំនួននៅក្នុងវេទិកាទី258គឺទី2ថ្មីស្ដីពីសម្រងសែនការតាំងទីលំនៅដំបូងបំផុតរបស់មនុស្សនៅភាគកណ្ដាលនៃតំបន់លេខទឹកទន្លេសាបឬក៏ភាគកណ្ដាលនៃប្រទេសកម្ពុជាដោយឯកឧត្តមបណ្ឌិតលីវ៉ាហើយក៏មានសំណួរជាច្រើនមានការបកស្រាយយ៉ាងខុសក្បាយហើយលោកគ្រូសូមរំលឹកលើ3ចំណុចណា3ចំណុចដើម្បីពង្រឹងចំណេះដឹងរបស់យើងឡើងវិញទី1ចំណុចដែលគួរចាប់អារម្មណ៍ហ្នឹងគឺឯកឧត្តមបណ្ឌិតលីវ៉ាណាហ្នឹងបានមានប្រសាសន៍ថាមានអ្នកស្រាវជ្រាវបរទេសដែលបានបោះពុម្ពផ្សាយអត្ថបទស្ដីពីបរិវត្តសាស្ត្រកម្ពុជាអ្នកស្រាវជ្រាវបរទេសហ្នឹងលោកមិនបានបញ្ចេញឈ្មោះទេហើយយើងក៏មិនហ៊ានសួរដេញដោលគាត់ដែរគឺរក្សាសិទ្ធិរបស់វាគ្មិនហើយលោកមិនចង់ឲ្យដឹងឈ្មោះអញ្ចឹងតែយើងរក្សាតាមសំណុំពរហ្នឹងទៅគឺថាអ្នកស្រាវជ្រាវបរទេសប៉ុន្តែថ្ងៃក្រោយនៅពេលដែលយើងបោះពុម្ពអីទៅបង្កប់ជាមានការបញ្ជាក់ឈ្មោះហ្នឹងដើម្បីកុំឲ្យអ្នកអានឯកសារយើងហ្នឹងទៅអានឯកសារមួយដែលមិនច្បាស់លាស់អ្នកស្រាវជ្រាវបរទេសហ្នឹងដែលមិនច្បាស់លាស់ដោយសារគាត់បានបោះពុម្ពអត្ថបទស្ដីពីបរិវត្តសាស្ត្រប្រទេសកម្ពុជាប៉ុន្តែបានយករូបភាពនិងព័ត៌មានខ្លះពីបរិវត្តសាស្ត្រថៃមកដាក់បញ្ចូលនឹងគឺជាការច្បល់គ្នាដែលនាំឲ្យមានការយល់ច្រឡំចំណេះដឹងមួយដែលអត់ច្បាស់លាស់នឹងគឺយើងជាអ្នកសិក្សាហ្នឹងគឺត្រូវតែប្រុងប្រយ័ត្នហើយប្រុងប្រយ័ត្ននៅពេលដែលយើងមានការសង្ស័យចំពោះនៅខ្លឹមសារដែលបានផ្សព្វផ្សាយសូម្បីតែអ្នកស្រាវជ្រាវបរទេសក៏ដោយក៏ត្រូវមានការប្រុងប្រយ័ត្នដោយប្រើស្មារតីរិះគន់បងប្អូនដែលលោកគ្រូឧស្សាហ៍ប្រើបងប្អូនហ្នឹងប្រើស្មារតីរិះគន់ណាឬស្មារតីគិតរិះគន់ណា critical thinking ហៅ SP critic ទៅលើឯកសារហ្នឹងតើឯកសារហ្នឹងត្រឹមត្រូវទាំងអស់ឬក៏មានកន្លែងដែលមិនត្រឹមត្រូវមុនយើងយកមកប្រើជាឯកសារយោងរបស់យើងកុំចេះតែយោងអញ្ចឹងវិធីសាស្ត្រនៅក្នុងការធានានៅភាពរឹងមាំកម្មវិធីសាស្ត្រនេះ
តម្រូវឲ្យយើងប្រើស្មារតីរិះគន់នៅពេលណាដែលយើងមានការសង្ស័យចំពោះឯកសារដែលបានផ្សព្វផ្សាយអញ្ចឹងយើងអាចឃើញថាម្ចាស់អត្ថបទនេះគឺជាអ្នកជំនាញមិនច្បាស់លាស់បើអ្នកជំនាញច្បាស់លាស់គេមិនយកមកច្បល់គ្នាអញ្ចឹងទេនឹងចំណុចទី1ដែលលោកគ្រូចង់ឲ្យបងប្អូនមានការយកចិត្តទុកដាក់ទៅលើរឿងការរិះគន់ឯកសារហ្នឹងមិនមែនចេះតែយកទេគឺដែលយើងប្រើស្មារតីគិតរិះគន់ចំណុចទី2គឺអំពីរឿងដែលវាគ្មិនលោកបាននិយាយចំណុចមួយទៀតដែលគួរចាប់អារម្មណ៍ថាថៃបានកុហកថារាជវង្សមហេធរបុរៈរាជវង្សមហេធរបុរៈហ្នឹងគឺមហេធរបុរៈ Dynasty ថាជាថៃរាជវង្សថៃថៃគាត់កុហកអញ្ចឹងតាមពិតទៅជារាជវង្សខ្មែររាជវង្សមហេធរបុរៈហ្នឹងគឺថាជារាជវង្សខ្មែរដែលបង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី6ដែលមានរយៈពេលពីឆ្នាំ1081ពីសតវត្សទី11បងប្អូនសតវត្សទី11ទៅដល់1336ហើយដែលមានទីតាំងនៅភីម៉ៃហ្នឹងគឺថានៅកូរ៉េសីមាជាដីខ្មែររបស់យើងនៅក្នុងសម័យចក្រភពខ្មែរប៉ុន្តែដោយសារសពថ្ងៃនេះវាទៅនៅក្នុងថៃអេសានអញ្ចឹងថៃឆ្លៀតពេលប្រឡំបានកុហកថារាជវង្សមហេធរបុរៈនេះគឺថាជាថៃជារាជវង្សថៃតាមពិតមិនមែនទេគឺជារាជវង្សខ្មែរហើយប៉ុន្តែដែលស្ថិតនៅក្នុងទឹកដីមួយនៅឆ្ងាយពីតំបន់ជនបទឆ្ងាយពីរាជធានីអង្គរហើយដែលបានកសាងប្រាសាទមួយចំនួននៅទីនោះដូចជាប្រាសាទភ្នំរូងជាដើមចឹងចំណុចទាំងនេះគឺយើងឃើញថាអ្នកដែលផ្សព្វផ្សាយព័ត៌មានខុសហ្នឹងគឺថាគាត់ទី1គាត់បានបំភ្លីប្រវត្តិសាស្ត្របទខ្មែរថាទៅជាបទថៃទី1ការបំភ្លៃប្រវត្តិសាស្ត្រហ្នឹងគឺជាបញ្ហាមួយដែលមានការពិបាកមែនទែននៅក្នុងការដែលបង្កើនការយល់ដឹងឲ្យបានស៊ីជម្រៅបានត្រឹមត្រូវហ្នឹងគឺការណាបំភ្លៃប្រវត្តិសាស្ត្រអញ្ចឹងទៅអ្នកដែលគេបានដឹងរឿងហ្នឹងគឺថាគេនឹងប្រាប់អ្នកសិក្សាដទៃទៀតហ្នឹងប្រាប់ថាកុំមើលឯកុំជឿទៅតាមការនិយាយកុហកហ្នឹងការបំភ្លៃប្រវត្តិសាស្ត្រហ្នឹងទី1ការបំភ្លៃប្រវត្តិសាស្ត្រទី2គឺថាការច្រឡំពេលពុទ្ធថៃហ្នឹងកើតមុនដំបូងជាសៀមហ្នឹងណាគឺថាការបំបែកស្កតទីចេញពីចក្រភពខ្មែរហ្នឹងហើយបង្កើតឯករាជ្យនៅឆ្នាំ1238ដោយបងប្អូនបាននេះលោកគ្រូបានបង្ហាញជាច្រើនដងហើយនេះជាគ្រាន់តែជាការរំលឹកឡើងវិញអញ្ចឹងសតវត្សទី13នោះទេហើយនេះសតវត្សទី11នោះឃ្លាតគ្នាពីសតវត្សដែលអំណាចនៅក្នុងពេញដៃនៅក្នុងដៃនៃចក្រភពខ្មែរយ៉ាងរឹងមាំតាំងពីសតវត្សទី11មកហើយទៅយកសតវត្សទី11ទៅដាក់សតវត្សទី13គឺជាការច្រឡំពេលជាអាណាក្រូនីសឹមគឺថាការនិយាយយកព្រឹត្តិការណ៍មកបង្ហាញដោយច្រឡំពេលយកសតវត្សទី11ទៅធ្វើជាសតវត្សទី13នឹងចំណុចទី2ចំណុចទី3សូមក៏រំលឹកជូនដែរថាវាគ្មិនរបស់យើងឯកឧត្តមលីវណ្ណាលោកបានឆ្លើយនៅសំណួរបើតាមលោកគ្រូចាំគឺឆ្លើយនៅសំណួររបស់លោកប្អូនទុំសំណាងជានិស្សិតណាបណ្ឌិតរបស់យើងនេះហ្នឹងហើយក្នុងចម្លើយរបស់លោកហ្នឹងមានថាសាលាចរិតនៅដើមច័ន្ទណាសាលាចរិតដើមច័ន្ទនៅប្រាសាទសម្បូរព្រៃគុកហ្នឹងមាននិយាយអំពីមានព្រាហ្មណ៍ម្នាក់ដែលបានរៀបការជាមួយបុត្រីព្រះបាទអេសានវរ្ម័នណាបាទអេសានវរ្ម័នហ្នឹងនៅសោយរាជសម័យជាឡាបងប្អូនហើយក៏មានសាលាចរិតនេះហ្នឹងណាសាលាចរិតសវណ្ណភូមិហ្នឹងដែលរកឃើញនៅស្រុកនេះហ្នឹងនៅខេត្តកំពង់ស្ពឺបងប្អូន
ហ្នឹងគឺនៅក្នុងរាជប្របាទអេសានវត្តមានហ្នឹងហើយនៅស្រុកបាសែតខេត្តកំពង់ស្ពឺអញ្ចឹងបុត្រីរបស់នៃប្របាទអេសានវត្តមានបានរៀបការជាមួយព្រាហ្មណ៍ម្នាក់ដែលមានជួនជាតិជាជួនជាតិពេកជាជួនពេកហ្នឹងអញ្ចឹងលោកគ្រូថាពាក្យនេះមិនមែនជាពាក្យសាមញ្ញធម្មតាទេពេកហ្នឹងសរសេរបើយើងសរសេរជាខ្មែរហ្នឹងពោដាក់ស្រែកជើងសពោស្រែកជើងសពីព្រោះនៅពេកនេះចេះជានៅភាសាបារាំងគេអំពីពេកនេះគឺចក្រភពពេកយើងអានតាមបារាំងហើយដល់ជាអង់គ្លេសថា Persian Empire ចឹងពេកហ្នឹងគឺចក្រពេកហ្នឹងគឺថាជាឈ្មោះនៅអ៊ីរ៉ង់សម័យបារាំងឈ្មោះអ៊ីរ៉ង់សម័យបារាំងចឹងចំណុចទាំងនេះគឺចង់បញ្ជាក់ថាវត្តមានរបស់នៃព្រាហ្មណ៍ដែលមានជួនជាតិជាពេកហ្នឹងគឺថាគាត់មកពីចក្រភពពេកហ្នឹងដែលចក្រភពនោះបានចាប់ផ្ដើមពីឆ្នាំ550មកដល់ឆ្នាំ330មុនគ្រិស្តសករាជរយៈពេល202ឆ្នាំហ្នឹងគឺនៅក្នុងដំណាក់កាលទី1បានមានការប្រែប្រួលជាច្រើនទៀតប៉ុន្តែគាត់លោកគ្រូគាត់ចង់បញ្ជាក់ថាពេកហ្នឹងគឺជាជនជាតិពេកគឺជនជាតិមកពីចក្រភពពេកគឺប្រទេសអ៊ីរ៉ង់សម័យបុរាណបាទអញ្ចឹងសូមបង្ហាញផែនទីនេះបន្តិចដើម្បីនឹងជួយពង្រឹងចំណុចហ្នឹងនេះផែនទីចក្រភពពេកដែលលាតសន្ធឹងយ៉ាងធំនៅក្នុងពិភពលោកបងឃើញពណ៌នេះពណ៌លឿងចាស់ហ្នឹងគឺថាហ្នឹងជាដែនដីនៃចក្រភពពេកហើយដែលមានប្រទេសអ៊ីរ៉ង់ហ្នឹងជាស្នូលប្រទេសអ៊ីរ៉ង់សពថ្ងៃណាហើយចំណុចដែលសំខាន់ដែលមានការในសពថ្ងៃកំពុងតែមានសង្គ្រាមមិនទាន់ចប់មែនទែនទេណាគឺថាវាកើតឡើងនៅក្នុងឈូងសមុទ្រពេកនេះមកឃើញនៅដាក់ Persia នេះគឺពេកហ្នឹងយើងដាក់ជាភាសាអង់គ្លេសបើសិនជាបារាំងគេលុប IA ចេញគេដាក់ E មកជំនួសដាក់ពេកហ្នឹងគឺប្រទេសអ៊ីរ៉ង់បារាំងហើយមាននៅកន្លែងនៅច្រកនេះច្រកនៅកោះដបកន្លែងរាវជាងគេនៃឈូងសមុទ្រតបជាប់ពីឈូងសមុទ្រពេកមកសមុទ្រអារ៉ាប៊ីនេះចេញមកសមុទ្រខាងក្រៅនេះគឺមានកន្លែងប្រទេសប្រទុំគ្នាក្នុងការបិទច្រកអង្គមីសការបិទច្រកអង្គមីសសំលូនហើយមានការប្រជុំគ្នានៅក្នុងរឿងបិទច្រកដឹកប្រេងកាតហ្នឹងគឺថាមកខាងអ៊ីរ៉ង់ដាក់បិទហើយទន្ទឹមហ្នឹងក៏ខាងសហរដ្ឋអាមេរិកក៏បិទច្រកហ្នឹងដែរបិទច្រកហ្នឹងហើយដើម្បីឲ្យមានភាពច្បាស់លាស់នៅក្នុងដំណើរនៃសង្គ្រាមនេះដំណើរវិវត្តនៃសង្គ្រាមនេះលោកគ្រូបានពិនិត្យមើលព័ត៌មានចុងក្រោយនៅក្នុងទូរទស្សន៍បារាំង24ម៉ោងទូបារាំង24ម៉ោងហ្នឹងលោកគ្រូមើលនៅក្នុងថ្ងៃហ្នឹងម៉ោង 4:30 នាទីម៉ោង 4 កន្លះថ្ងៃហ្នឹងចង់ដឹងថាតើច្រកហ្នឹងនៅបាត់ទៀតឬបើកហើយជាព័ត៌មាននេះថាត្រូវតែយកមកបង្ហាញបងប្អូនដើម្បីដែលថាឃើញថាព្រឹត្តិការណ៍ពីអតីតកាលរាប់ពាន់ឆ្នាំមកវានៅបន្តរហូតដល់សប្តាហ៍ថ្ងៃហ្នឹងហើយពួកពេកហ្នឹងដែលមកជាអ៊ីរ៉ង់ហ្នឹងកាន់កាប់ជុំសមុទ្រពេកហ្នឹងហើយកាន់កាប់ឲ្យច្រកនៃចង្អៀតហ្នឹងហៅថាអុកវិសហ្នឹងចឹងហើយព័ត៌មានដែលលោកគ្រូបានឃើញសរសេរក្នុងព័ត៌មានទូរទស្សន៍24ម៉ោងរបស់បារាំងគេថា La Chine brise le blocus d'Ormuz La Chine brise le blocus d'Ormuz មានប្រែថាប្រទេសចិនបានបំបែកការរាំងខ្ទប់ច្រកអ៊ុរមុសចឹងអាមេរិកហើយនិងអ៊ីរ៉ង់បិទច្រកហ្នឹងប្រទេសចិនបានបំបែកការរាំងខ្ទប់ច្រកអ៊ុរមុសចឹងចិនជាអ្នកទៅបំបែកទៅបើកច្រកហ្នឹងឡើងវិញណាទៅបើកច្រកឡើងវិញ
ទៅបំបែកការរាំងទប់ហ្នឹងបានទៅបើកច្រកអូមីសឡើងវិញហើយ les pétroliers passent avec succès les pétroliers passent avec succès មានន័យថាកប៉ាល់ដឹកប្រេងនានារបស់ចិនហ្នឹងណាបានឆ្លងកាត់ច្រកសមុទ្រអូមីសដោយជោគជ័យកប៉ាល់របស់ចិនហ្នឹងកប៉ាល់ដឹកប្រេងមិនមែនតែមួយទេមានគេដាក់ជាពហុវចនៈគឺបណ្ដានៃកប៉ាល់ដឹកប្រេងរបស់ចិនហ្នឹងបានឆ្លងកាត់ច្រកអូមីសហ្នឹងដោយជោគជ័យមានន័យថាច្រកអូមីសដែលសហរដ្ឋអាមេរិកបាត់ហើយនៅអ៊ីរ៉ង់បាត់នេះឥឡូវនេះកប៉ាល់ចិនហ្នឹងបានបើកឆ្លងកាត់ដោយជោគជ័យដោយគ្មានអាណាបាញ់គាត់ទេអញ្ចឹងនៅម៉ោង 4 កន្លះនៅថ្ងៃនេះអញ្ចឹងអាហ្នឹងគឺការតភ្ជាប់ពីព្រឹត្តិការណ៍រាប់ពាន់ឆ្នាំមកដល់បច្ចុប្បន្នហ្នឹងដែលជួនកាលវាមានការតភ្ជាប់អញ្ចឹងណាអញ្ចឹងលោកគ្រូតភ្ជាប់ព្រឹត្តិការណ៍អតីតកាលមកបច្ចុប្បន្នហ្នឹងដើម្បីឲ្យបងប្អូនរៀនតាមដានរៀនរកប្រភពដើមដោយគេនិយាយថាពេកហ្នឹងទៅមកពីណាពេកហ្នឹងគឺឈ្មោះចាស់របស់អ៊ីរ៉ង់ហើយតែគាត់កាន់កាប់ជុំសមុទ្រពេកហ្នឹងណាហើយដល់រហូតដល់សប្តាហ៍ថ្ងៃហ្នឹងបាទអញ្ចឹងសូមអនុញ្ញាតរំលឹកជូនសង្ខេបប៉ុណ្ណឹងចឹងណាសង្ខេបប៉ុណ្ណឹងដើម្បីនឹងពង្រឹងចំណុចមួយចំនួនឡើងវិញអញ្ចឹងជាបន្តទៅនេះជាបទបង្ហាញរបស់វាគ្មិនរបស់យើងគឺសាស្ត្រាចារ្យបណ្ឌិតធុចន្ទធួនសូមអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិតធ្វើបទបង្ហាញបាទសូមអរគុណបាទសូមគោរពអាដាមស្ពីចាបាទជាបន្តទៀតនេះគឺអាដាមសុនពិសិដ្ឋលោកមានមតិស្វាគមន៍តិចសិនបាទសូមគោរពអញ្ជើញអាដាមសុនពិសិដ្ឋបាទអូខេមកតនេះចឹងមកតនេះសូមអញ្ជើញលោកសិនមកតនេះថាចអត់ទេហើយតែនៅសៀមរាបនោះអូនៅសៀមរាបបាទអូខេបាទជាងជាបន្តបាទសូមថ្លែងអំណរគុណជាអតិបរមាចំពោះលោកគ្រូសាស្ត្រាចារ្យបណ្ឌិតជាបណ្ឌិតស្ពីចាជាបិតាប្រវត្តិសាស្ត្រមួយរូបរបស់សូមអភ័យទោសបងប្អូនឬក៏អ្នកចូលរួមអាដាមលោកជំទាវសូមមេត្តាបិទសម្លេងមករបស់ខ្លួនដើម្បីកុំឲ្យឮសម្លេងឆ្លងបាទសូមជាថ្មីម្ដងទៀតសូមគោរពអាដាមបណ្ឌិតស្ពីចាហើយអាដាមលោកជំទាវទាំងអស់ដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះវេទិកាទី259ហើយក៏ជាវេទិកាទី3នៃអ្នកបន្តវេនដែលបណ្ឌិតសុនពិសិដ្ឋវិរៈហើយនឹងស្រីបណ្ឌិតអមរាហើយនឹងខ្ញុំបាទគឺជាអ្នកសម្របសម្រួលកិច្ចការវគ្គបន្តមានន័យថាជាអ្នកបន្តវេននៅក្នុងវេទិកាប្រវត្តិសាស្ត្ររបស់សមាគមអ្នកប្រវត្តិសាស្ត្រនិងវិទ្យាស្ថានអ៊ីនធឺណិតរបស់យើងនេះបាទដោយអាដាមរិទ្ធស្ពីចាមានលោកមានប្រសាសន៍ហើយថាវាគ្មិនមុននោះគឺលោកនិយាយអំពីប្រធានបទយុគថ្មចាស់បន្ទាប់មកយុគសំរងសែនឥឡូវនេះខ្ញុំបាទគឺត្រូវបន្តដល់បន្តមកចាំមូលហេតុអីដាច់វីដេអូខ្ញុំត្រូវបន្តមកដល់សម័យថ្មីគឺរឿងគឺកិច្ចការវិស័យបុរាណប្រវត្តិសាស្ត្របន្ទាយគូនៃអរិយធម៌មេមត់បាទសុខវិញទៅមានបញ្ហាបច្ចេកទេសបន្តិចខ្ញុំ share អត់ចាញ់អូខេ screen បាទកិច្ចការស្រាវជ្រាវអំពីអ្វីទៅជាបន្ទាយគូនៃអរិយធម៌មេមត់បាទលោកស្រីបណ្ឌិតសាស្ត្រាចារ្យបណ្ឌិតអមរានៅនេះដែរបាទ
alo ឃើ លោក ញ គ្រូ xe លោកគ្រូបិទសំឡេង គ្រូឃើញ xe ដែរគ្រូឃើញ xe មកគ្រូ ឃើញទេឃើញ share ហ៎ បាទឃើញតា គឺ share លោកគ្រូឃើញ share ហើយ បាទឃើញ បាទលោកគ្រូ បាទ ចុច brick ហ្នឹងលោកគ្រូបាទ បាទនេះអូខេអឺជាបន្តនេះខ្ញុំសូមអ្នកណាដូចជាណាមុនអ៊ីត្រីមុនអ៊ីនៅនេះដែរ បាទលោកគ្រូ បាទសូមអនុញ្ញាតត្រីមុនអ៊ីសូមជួយអានអត្ថបទនេះបន្តិចបាទ បាទស្ថានីយ៍ប្រៃឆ្លងនេះជាស្ថានីយ៍ថ្មរំលេងមួយទៀតដែលលោកអឺ BP Grosjean បានរកឃើញនៅប្រៃឆ្លងស្រុកមេមត់ខេត្តកំពង់ចាមនៅឆ្នាំ1962ជាយូរមកហើយលោក Grosjean បានសិក្សាពីលើយន្តហោះនៅស្នាដៃធ្វើពីដី មានរាងមូលដែលនៅរាយប៉ាយចាប់តាំងពីឡាបានសៀកដល់លុកនីងក្នុងប្រទេសវៀតណាមខាងត្បូងដោយឆ្លងកាត់តាមមេមត់បានសេចក្តីថាស្នាដៃទាំងនោះស្ថិតនៅក្នុងតំបន់ដីក្រហមនៃចំការកៅស៊ូធំមានសញ្ញានិងសមត្ថកម្មជាច្រើនបានស្របគ្នាជាហេតុនាំឲ្យលោកក្រោះលីយេជឿថាទីកន្លែងទាំងនោះជាទីកន្លែងរបស់ជនជាតិខ្មែរដើមដូច្នេះដើម្បីធ្វើការបញ្ជាក់ពីគំនិតនេះនៅឆ្នាំ1962លោកក្រោះលីយេបានជ្រើសរើសយកទីកន្លែងមួយនៅព្រៃឆ្លងដើម្បីធ្វើកំណាយព្រោះកន្លែងនោះស្ថិតនៅចំកណ្ដាលប្រព័ន្ធទាំងមូលក្នុងការរកនេះលោកក្រោះលីយេបានរកឃើញរបស់ធ្វើពីថ្មនិងគ្រឿងចានឆ្នាំងមួយចំនួនធំវត្ថុទាំងនោះបានបង្ហាញឲ្យឃើញថានៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះមានមនុស្សរស់នៅដោយមានការរៀបចំយ៉ាងហ្មត់ចត់ហើយជំរំដែលលោកក្រោះលីយេបានសិក្សាមានកំពែងរាងមូលព័ទ្ធជុំវិញវិជ្ជមាត្រជាង200ម៉ែត្រហើយមានផ្លូវចូលពីរអាយុនៃជំរំមានប្រហែលពី1500ទៅ500ឆ្នាំមុនគ្រិស្តសករាជប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងប្លែកខ្លះមានរាងជាពងខ្លះមានរាងជាចតុមុំមកលំនាំតាមរបស់ធ្វើពីលង្ហិនដំបូងគ្រឿងចានឆ្នាំងមានរាងច្រើនបែបយ៉ាង ហើយមានក្បាច់រចនាល្អវិចិត្រប៉ុន្តែក្រោយមកបែរជាមានសភាពក្រោតក្រៀតគ្មានលម្អអ្វីសោះវត្ថុទាំងនេះជាគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើមមុនពេលដែលជនជាតិនេះចុះមករស់នៅត្រង់វាទំនាបនៃទន្លេមេគង្គនិងមុនពេលដែលមានតែបានទទួលអរិយធម៌ឥណ្ឌាបាទ អរគុណច្រើនបនីនេះគឺជាសមត្ថកម្មដែលខ្ញុំចាប់ផ្ដើមមានចម្ងល់ជាចម្ងល់នៅក្នុងសំណួរស្រាវជ្រាវស្អីទៅជនជាតិខ្មែរដើមចាស្អីទៅជាជំរំដែលមានវិជ្ជមាត្រជាង200ម៉ែត្រអ្វីទៅមនុស្សខ្មែរដើមមានតាំងពី1500ឆ្នាំមុនគ្រិស្តសករាជរហូតដល់500ឆ្នាំមុនគ្រិស្តសករាជជនជាតិខ្មែរដើមរស់នៅតំបន់ខ្ពង់រាបនៅកន្លែងណាខ្លះអ្វីទៅជាឆ្លងលើនេះសិតតែជាសំណួររបស់ខ្ញុំទៅកាន់អត្ថបទនឹងបន្ទាប់ពីនឹងខ្ញុំបានអានលើកម្ពុជាសិភៅរបស់បារាំងតិចទៀតហើយទៅ Eco Français Example យ៉ាងតិចទៀតអត់មានបានបញ្ជាក់ប្រាប់ថាអ្វីជាស្ថានីយ៍ប្រែកឆ្លងស្អីជនជាតិខ្មែរដើមមានរបស់របរចានឆ្នាំងរចនាវិចិត្រស្អីណាក្រោយមកក្រោតគៀតស្អីនេះសិតតែជាចំណុចងល់ដើមកំណើតដើមចងនៃការស្រាវជ្រាវក្នុងឆ្នាំ1993ខ្ញុំក្លាយជានិស្សិតនៅក្នុងមហាវិទ្យាល័យបុរាណវិទ្យាគឺខ្ញុំឆ្ងល់ណាស់ខ្ញុំអានសភៅពីទីតាំងបរិយាប្រវត្តិសាស្ត្រ
ចឹងហើយធ្វើខ្ញុំមានសេចក្តីក្លាហានក្នុងការដើរទាំងអស់ក្នុងស្រុកខ្មែរតំបន់ប្រាសាទខ្ញុំជិះម៉ូតូជិះស្អីដូច្នេះហើយថ្ងៃនេះខ្ញុំយកបទបង្ហាញអំពីអ្វីដែលជាចម្ងល់ត្រូវបានដោះស្រាយខ្ញុំបានរកឃើញនៅក្នុងឆ្នាំតាំងពីឆ្នាំ93រហូតដល់ខ្ញុំបន្តធ្វើអឺបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតរបស់ខ្ញុំដែលមានបណ្ឌិតវិជ្ជាសនសំណាងជាអ្នកណែនាំខ្ញុំឲ្យធ្វើកិច្ចការទាំងអស់ហ្នឹងកាលនោះលោកជាប្រធានរាជបណ្ឌិតសភាហើយបានជួយខ្ញុំឲ្យមានទំនាក់ទំនងជាមួយខាងភាគីវៀតណាមប្រធានបណ្ឌិតសភាស្រាវជ្រាវវៀតណាមបានជំរុញខ្ញុំឲ្យរកឯកសារនៅទីក្រុងប៉ារីសនៅមួយសេហ្គីមេមួយសេដឡូមមួយសេអាស៊ីអាតិចនៅអេកូហ្វ្រង់សែអ៊ីស្ត្រែមអរយ៉ាងនៅអាល្លឺម៉ង់នៅស្អីទាំងអស់ខ្ញុំបានទៅតាមរយៈការឧបត្ថម្ភដ៏ខ្ពស់ផ្នែកស្មារតីនិងការលើកទឹកចិត្តអំពីឯកឧត្តមបណ្ឌិតវិជ្ជាសនសំណាងអញ្ចឹងខ្ញុំបានយកជា chapter ខ្ញុំបានសរសេរច្រើន chapter ក៏ប៉ុន្តែថ្ងៃនេះខ្ញុំមិនបាននិយាយតាម chapter ទេខ្ញុំនិយាយដោយសារមានពេលតែមួយម៉ោងខ្ញុំនឹងបង្ហាញជាសំណួរថាអ្វីទៅជាបន្ទាយគូនៃអរិយធម៌វិមុតនឹងស្អីអ្វីទៅជាសំណង់រៀងមូលនឹងមូលហេតុអីបានគេធ្វើរបៀបអញ្ចឹងមូលហេតុអីបានមានតែនៅក្នុងតំបន់ដីក្រហមក្នុងស្រុកខ្មែរហើយស្រុកវៀតណាមនៅស្រុកផ្សេងទៀតមានដែរតែឥឡូវនេះខ្ញុំរកឃើញបានប្រមាណហើយថែមទៀតហើយសួរថាអ្វីទៅជាអរិយធម៌វិមុតខ្ញុំប្រហែលជាមនុស្សទី1បន្ទាប់ពីបារាំងមកគឺខ្ញុំរុករកទៅគ្រប់កន្លែងមីសែលត្រណេអាដាមមីសែលត្រណេក៏បានជួបពិភាក្សាជាមួយខ្ញុំច្រើនលោកគ្រូបានផ្ដល់ជាគំនិតជាមួយច្រើនពីរឿងប្រវត្តិសាស្ត្រនិងបរិបទប្រវត្តិសាស្ត្រនេះគឺជាអត្ថបទមួយទៀតដែលសាលាបារាំងចុងបូព៌ាបានសរសេរអំពីភូមិរាងមូលហ្នឹងអញ្ចឹងបន្ទាប់ពីការស្វែងយល់អំពីបារាំងហើយនឹងអត្ថបទខ្មែរដែលអ្នកស្រីត្រង់ងារលោកត្រង់ងារបានបោះពុំមួយទំព័រដែលបងប៊ុនអ៊ីបានអានមិញហ្នឹងជាសំណួររបស់ខ្ញុំបានចោទទៅខ្ញុំបានធ្វើកិច្ចការស្រាវជ្រាវនៅក្នុងតំបន់ហ្នឹងខ្ញុំចោះស្រាវជ្រាវនៅក្នុងតំបន់ហ្នឹងខ្ញុំគូក្នុងតំបន់រៀងចតុកោណនេះក្នុងដីប្រហែលជា200គីឡូម៉ែត្រគុណនឹង100គីឡូម៉ែត្រជាងហ្នឹងគឺខ្ញុំដើរនៅក្នុងតំបន់ដីក្រហមទាំងអស់ហ្នឹងផ្ទៀងផ្ទាត់ឡើងវិញដែលបារាំងធ្វើឃើញ5នៅក្នុងស្រុកខ្មែរហើយនឹង12នៅក្នុងស្រុកយួនវៀតណាមសពថ្ងៃដែលគេថាវៀតណាមខាងត្បូងមិញដោយអត្ថបទខាងលើមានបញ្ជាក់មិញចេះរឿងហ្នឹងដឹងមកដោយសារស្អីថាមានមនុស្សដើមខ្មែរដំបូងហ្នឹងដើមឡើយដឹងនៅក្នុងឆ្នាំ1930ដោយសាលាបារាំងចុងបូព៌ាហ្នឹងគឺដឹងឡើងដោយភាគីបារាំងឈូសដីក្រហមយកធ្វើជាចំការកស៊ូការឈូសដីក្រហមធ្វើជាចំការកស៊ូហ្នឹងបារាំងអនុម័តដោយខ្លួនឯងដោយមិនបានសុំច្បាប់លួងនរោត្តមទេនៅពេលហ្នឹងខ្ញុំបានដំណឹងនេះពីឧបសម្ដេចគៀតជនគិតិសិដ្ឋាបន្ទូបណ្ឌិតគៀតជនលោកបានប្រាប់ខ្ញុំថាមូលហេតុអីផែនដីខ្មែរផែនទីខ្មែរខាងកើតប្រជែងប្រជែងខ្លាំងអញ្ចឹងគឺដោយសារបារាំងយក bulldozer មកឈូសចូលដោយគ្មានសុំការអនុម័តពីស្ដេចខ្មែរទេដោយយកដីក្រហមហ្នឹងធ្វើជាចំការកស៊ូនៅពេលបារាំងដាំចំការឈូស bulldozer ធ្វើចំការកស៊ូហ្នឹងក៏ជួបប្រទេសសំណង់ដីរាងមូលហ្នឹងវីឡាដឺរ៉ុងហ្នឹងជួបនៅវត្ថុជាច្រើននឹងហើយคล้ายជាដើមកំណើតនៃរដ្ឋដំបូងរបស់មនុស្សខ្មែរមុននឹងឥណ្ឌាចូលមករស់នៅនឹងការសន្និដ្ឋានដោយសារការកត់រកឃើញ5នៅក្នុងស្រុកខ្មែរសប្តាហ៍ថ្ងៃនេះហើយ12នៅវៀតណាមនេះគឺជា bulldozer តាំងពីឆ្នាំ1900ជាងហ្នឹងហើយទៅនេះគឺជាក្នុងឆ្នាំ1962
ឆ្នាំ1959លោកលវីម៉ាល់រ៉េទៅថតពីលើអាកាសជិះកប៉ាល់ហោះថតពីលើហើយទៅឆ្នាំ1962លោក Groslier ជាអ្នកទទួលកិច្ចការស្រាវជ្រាវប្រធានអភិរក្សអង្គរក៏បានទៅធ្វើការកំណាយស្រាវជ្រាវនៅតំបន់មេមត់នឹងឃើញកំពែងខាងក្រោយហ្នឹងរូបកំណាយហ្នឹងឃើញគុំរស័យក្បែរគុំរស័យគឺកំពែងដៃនេះរណ្ដៅកំណាយហើយហ្នឹងកម្មករមិនដឹងកម្មករកស៊ូឬក៏យ៉ាងម៉េចគាត់ធ្វើកំណាយក្នុងឆ្នាំ1962នឹងហើយបានคล้ายជាឆ្នាំ1963គាត់សរសេរ1er février 1963 le directeur des recherches archéologiques conservateurs d'Angkor Monsieur secrétaire État Éducation nationale ở Phnom Penh គាត់និយាយថា protection ដោយ site Neolithic de Memot នឹងហើយបានអត្ថបទប៉ុណ្ណឹងមួយទំព័រនឹងហើយដែលលោកគ្រូត្រង់ងារគាត់យកអានឹងបកទាំងស្រុងបកអត់ខុសមួយពាក្យចេញពីបារាំងយកមកដាក់នៅក្នុងសិភៅប្រវត្តិសាស្ត្រនិងសិភៅវប្បធម៌អរិយធម៌ខ្មែរដាក់ស្ថានីយ៍ប្រែកឆ្លងដោយសារនៅក្នុងតំបន់ឆ្លងលើបាទ Neolithic de Memot បាទនេះបារាំងដាក់ថារកឃើញនៅប្រែកឆ្លងទាំងអស់ហ្នឹងគឺខ្ញុំរកឃើញឡើងវិញនៅក្នុងឆ្នាំ2004ទៅហើយនៅពេលហ្នឹងលោកសិស្សបណ្ឌិតសវិជាសុនសំណាងប្រធានរាជបណ្ឌិតសភាបានអនុញ្ញាតឲ្យខ្ញុំទៅប៉ារីសក៏ឃើញអត្ថបទទាំងអស់ហ្នឹងអញ្ចឹងខ្ញុំបានទទួលអត្ថបទទាំងអស់អំពីបារាំងទាំងអស់ហ្នឹងអញ្ចឹងចៃដន្យលោករលយេស្លាប់ទៅក៏ខ្ញុំបានជួបប្រពន្ធរបស់គាត់ក៏បានផ្ដល់ឯកសារទាំងអស់មកឲ្យខ្ញុំទាំងអស់នេះជាសំណៅដើមរបស់លោករលយេអត់តាន់បានបោះពុំអំពី Memot-Sian culture នឹងបន្តិចណាឡើយដោយសរសេរតែបន្តិចបន្តួចពីសារៈសំខាន់មួយទំព័រតែប៉ុណ្ណោះបាទនេះគឺជាប្លង់នៃការធ្វើកំណាយរបស់គាត់បាទអ្វីទៅបន្ទាប់ពីបានព័ត៌មានទាំងអស់ហ្នឹងខ្ញុំតាំងពីឆ្នាំ1999ខ្ញុំបានមូលនិធិមួយឈ្មោះថាមូលនិធិរបស់ស្ថានទូតអាល្លឺម៉ង់ក្រោមជំនួយរបស់អាល្លឺម៉ង់ក៏បានធ្វើកិច្ចការស្រាវជ្រាវនៅពេលហ្នឹងហេងសផាឌីក៏ជាសហការីរបស់ខ្ញុំមួយដែរកាលនោះខ្ញុំជាប្រធានថ្នាក់នៅខ្ញុំរៀនពីមហាវិទ្យាល័យបុរាណវិទ្យាមួយនិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយខ្ញុំជិះស្រាវជ្រាវគ្រប់កន្លែងទាំងអស់នៅក្នុងតំបន់ខាងកើតទន្លេមេគង្គហ្នឹងឡាក់កាត់ព្រៃកាលនោះព្រៃនៅធំណាស់ព្រៃជ្រៅណាស់ពិបាកចូលណាស់បាទខ្ញុំដោយសារមានសក្តានុពលនៅក្មេងជិះមានម៉ូតូអត្រៃចេះ GPS ចេះស្អីអញ្ចឹងទៅក៏រកឃើញដើររកតំបន់ហ្នឹងតាមតំបន់ព្រៃភ្នំទាំងអស់ហ្នឹងតំបន់ដីក្រហមជាការអាមេរិកអ្នកស្រុកតាមភូមិទៅសម្ភាសទៅគ្រប់កន្លែងទាំងអស់ហ្នឹងនេះគឺជាប្រទីគូហ្នឹងដែលថតកាមេរ៉ាតូចតាំងពីសម័យហ្នឹងថតទៅគាត់ឃើញកំពែងហើយគូខាងក្នុងហើយផ្ទៃខាងក្នុងកំពែងហើយនឹងផ្ទៃខាងក្នុងកម្ពស់ស្មើគ្នានៅក្នុងឆ្នាំនៅពេលហ្នឹងគេបង្កើត Vietnamese Study ខ្ញុំក៏បានសម្របសម្រួលលោកគ្រូបណ្ឌិតភិជាសុនសំណាងទៅក្នុងកម្មវិធីហ្នឹងក៏ឲ្យខ្ញុំជួបជាមួយប្រធានអាកាដេមីវៀតណាមហើយទៅក៏មានពិធីជប់លៀងនៅពេលរាត្រីមួយហ្នឹងខ្ញុំក៏សុំលោកគ្រូផ្ដាំខ្ញុំឲ្យទៅផ្ញើខ្ញុំមួយឲ្យប្រធានអាកាដេមីវៀតណាមនឹងផងថាឲ្យស្រាវជ្រាវពីប្រទេសគូនៅពេលហ្នឹងខាងវៀតណាមគេនៅតឹងតែងណាមិនអាចយក GPS មិនអាចយកស្អីបានទេលោកគ្រូផ្ដាំផ្ញើអញ្ចឹងទៅគេក៏ឲ្យវីសាខ្ញុំមួយឆ្នាំផ្លូវការខ្ញុំនៅស្រុកវៀតណាមមួយឆ្នាំចុះស្រាវជ្រាវអំពីប្រទេសគូនៅភូមិមូលហ្នឹងភាគីវៀតណាមគេជូនខ្ញុំដើរទៅគ្រប់កន្លែងអញ្ចឹងហើយទៅខ្ញុំបានចុះស្រាវជ្រាវទៅគ្រប់កន្លែងក្នុងសាលារៀនហ្នឹងគឺគេឈូសស្ថានីយ៍ធ្វើជាសាលារៀនក្នុងជាការកស៊ូគេឈូសខាងវៀតណាមគេអភិវឌ្ឍមុនយើងគេកាប់ព្រៃឈើដាំជាការកស៊ូមុនយើងតាំងពីជំនាន់ប្រាំងរហូតមកដល់សប្តាហ៍អញ្ចឹងគេរកឃើញមួយចំនួនថ្មីទៀតបន្ទាប់ពីបារាំងរកឃើញ19
rồi đọc pí nó không bằng rồi tới nó sọc Việt Nam pel Việt Nam ní lục đố mình được chung đô nó thằng Việt Nam còn sàm pi nó có đó đọc buồn đọc để khi ông tới khi ông rò khơi một thấy bay tham tiệt nó không sọc Việt Nam nè từ từ quân này chẳng nữa pe cho tới nó cứ khi ông chọc tới cùng cu plong rồi việc draft ấy việc mấy trọ trên cho rồi việc mấy cứ khi ông chọc tới cục phần lại đa không chỉ cả vật su chỉ cả chẳng ti chỉ cả mà đây không play chơi ấy lúc tới cục phần lại chẳng bạn làm bấy mờ nè nâng hai cầm pen tăng bị bát cu là hốt đỏ của mình nữ đã khơi được không bát cu khơi hết được không rụp nâng nâng tam của số hai của cu nơi của cô nè nơi lớp tây tiếng nơi group stan này tiếng sọc mai nâng sọc Việt Nam nâng sắp tại cả là phía sắp tại chủng này của plea đăng của plea sắp đá mò gồm lên đại nè sọc hai ta cam mình tẹt nâng cái lụa mùi của man đọc một thầy riêng nè là cặp một đợt mà che là hốt đào miền một mơn pi mơn là ai chẳng có tập mà phim tập phim kiểu man riêng mê riêng nâng chỉ tràn xa tới có chân mình cao dul khơi tràn và ní cái chuyện tập hiệp này mình tì cụ mình một nhóm của bạn miền xã cả đây khi mật vẹt nhóm cái trẻ chùm niên chia chùm mùi được nhóm có xã cả kia đã total station nó đập bấy đăng rịch dạ cũng có đăng tá mình luôn luôn nơi chỉ chùm rum nâng được việc mà trong real photo trên bị trái cá và Adam lý lục gìประเทศ dược tháng là lời chị Adam ra lịch khai cả xuống sa thiên cả hai các bạn chui khi ông cả lắng trái cá kết với bị Mekong River Committee nâng hỏi miền aerial photo chọn chắc khiêm mơ khơi như rút thọt bị lờ mê từng ở nâng sắp ngày ní khiêm rô khơi stani bằng tia cu nâng sam sắp rùm muối ở hốt nó nóng sọc khmai từng ở ní đời sao phân về đố càng lớn đôi rút y gạch nâng cứ stani bằng tia cu từng ở nó nóng sọc khmai hay là sang si conflict nâng cứ đồng bón stani bằng tia cu từng ở nó nóng Việt Nam nâng prong đàn sập ngày nâng prong buộc họ nâng propon sờ say tấtទាំងអស់ដែលហូរចាក់មកប្រែឆ្លងនឹងឲ្យតំបន់ឆ្លងលើបាទសប្តាហ៍ថ្ងៃហ្នឹងយើងរកឃើញជាង60ស្ថានីយ៍បន្ទាប់ពីដាក់ total station ហើយនឹង GPS ទៅយើង reconstruct ខ្ញុំចាប់ផ្ដើម reconstruct ឥឡូវហ្នឹងមួយចំនួនគេយករូបខ្ញុំយកមកគូបន្ថែមខ្លាយជារូបដែលមានដីមានស្អីសហការីហ្នឹងអញ្ចឹងសារស្រាវជ្រាវគឺជារឿង competition ការស្រាវជ្រាវគឺរឿងអ្នកបកអ្នកបង្ហាញបានបង្ហាញផ្លូវអញ្ចឹងហើយអ្នកធ្វើបន្តចេះបានបន្តទៀតខ្ញុំអត់មានតូចចិត្តទៅអីទេគឺឲ្យអ្នកដែលបន្តវេនគេប្រកែជាងខ្ញុំតទៀតធ្វើឲ្យកាន់តែភាសាទៀតដើម្បីអីអភិរក្សស្ថានីយ៍ដ៏សំខាន់របស់ជនជាតិខ្មែរតិចទៀតខ្ញុំនឹងនិយាយដល់ថាអ្វីទៅជនជាតិខ្មែរដើមនៅកន្លែងហ្នឹងអញ្ចឹងហើយ total station ខ្ញុំដាក់ធ្វើទៅ graphic show តាមអត់ខុសអ្វីទាំងអស់ខុសពីកន្លះសង់ទីម៉ែត្រ1សង់ទីម៉ែត្រអីអាចខុសគ្នាខ្លះតែងទួចតែប៉ុណ្្នឹងទេបាទនឹងហើយស្ថានីយ៍ទាំងអស់គឺស្ថិតនៅលើតំបន់ខ្ពង់រាបហ្នឹងលើទៅខាងក្រោយមានច្រកមួយចេញទៅប្រភពទឹកហើយច្រកមួយទៅនេះfield មានទីខ្លះកន្លែងគេដាំស្រូវដាំចម្ការនេះច្រកភូមិទាំងអស់ហ្នឹងស្ថានីយ៍មួយនៅទិសខាងលិចនោះខ្ញុំដាក់ថាធួនស្នួលស្ថានីយ៍ហ្នឹងខ្ញុំដាក់ឈ្មោះខ្លួនឯងតែម្ដងគឺធួនស្នួលជាធម្មតាខ្ញុំរកឃើញខ្ញុំតែងតែដាក់ថាក្រែកជីពាំងស្អីលំពេងស្អីទៅតាមឈ្មោះអ្នកស្រុកក៏ប៉ុន្តែនៅពេលមួយនោះខ្ញុំក៏ហត់ពេកក៏សម្រេចចិត្តដាក់សบายចិត្តខ្លួនឯងពេកក៏ដាក់ឈ្មោះស្ថានីយ៍ធួនស្នួលព្រោះនៅក្នុងស្រុកស្នួលជាខេត្តកំណើតរបស់ខ្ញុំនឹងមួយមុខផ្សារស្នួលនៅកន្លែងហ្នឹងក្បែរក្រុមហ៊ុនស្នួលគេដាក់មួយធួនស្នួលតែម្ដងឥឡូវជាប់ឈ្មោះរហូតដល់សប្តាហ៍ថ្ងៃនេះបាទហើយទៅនេះតំបន់ទាំងអស់ហ្នឹងបង្ហាញទៅទិសខាងលិចទៅទិសខាងកើតគឺខាងត្បូងអញ្ចឹងមនុស្សខ្មែរមានវិទ្យាសាស្ត្របែរមុខទិសទៅខាងណាគឺប្រភពទឹកនៅកន្លែងហ្នឹងអត់មានជំនឿថាអូ
group lơ à rạ nè ta xây tế cứ chưa lớp chia xa mục bài tờ rô bộ phúc tất lại ná cứ bài tờ nâng tạm đó dương trong bàn thưa cái ca cầm nai tăng bị chân nam cài sập bụng buồn cái cài sập bụng muôi là hốt màu là hốt rồi móc trong bàn từ tua mùi thị bị UNESCO xây bắt tỏ tiết Ford bắt tỏ tiết nó dương bàn thưa cầm nai nó về lưng nó rụ bẹo mùi này cái đá cái nó hay sẽ đi xã cả đây bọc nhau mùi đây là lần này chỉสมาชิกរបស់ខ្ញុំទៅឡើយកាលហ្នឹងបាទនេះគឺការស្រាវជ្រាវរបស់នេះខ្ញុំបានចុះស្រាវជ្រាវនៅវៀតណាមចូលរួមកំណាយនៅក្នុងវៀតណាមនៅពេលហ្នឹងការ Toyota គេអ្នកឲ្យលុយអញ្ចឹងយើងកំណាយយើងឃើញរបស់អ្វីទាំងអស់នៅក្នុងដីអ្វីដែលយើងឃើញហ្នឹងគឺថ្មរំលែងហ្នឹងគឺដូចបញ្ជាក់ខាងដើមហ្នឹងគឺពូថៅថ្មឧបករណ៍ធ្វើអំពីថ្មហើយនឹងកលាភាជសិទ្ធិភាជអ្នកដូចអ្នកកំពុងឆ្នាំងដែលផលិតអញ្ចឹងហើយមានក្បាច់រចនាវិចិត្រក៏ប៉ុន្តែទាំងអស់ហ្នឹងវាមិនអាចនៅរូបរាងបានទេនៅសិទ្ធិជាបំណែកព្រោះអីកប់នៅក្នុងដីសម្ពាធនៃដីវាធ្វើឲ្យបែកបាទនឹងសិទ្ធិតែជាបំណែកកលាភាជនេះកលាភាជនឹងសិទ្ធិបំណែកកលាភាជទាំងអស់នឹងភាជទាំងអស់នឹងវត្ថុធ្វើអំពីថ្មឧបករណ៍ថ្មណាគេយកដោះយកទៅសម្លៀងដើម្បីបង្កើតជាពូថៅថ្មដែលអ្នកស្រុកហៅថាកម្មរទះចំណិចបំភ្លាក់និងដឹងបំភ្លាក់នឹងបាទនេះគឺថ្មអាធំនេះគឺថ្មសម្លៀងរបស់គេអាតូចហ្នឹងថ្មសម្រាប់គេត្រូវយកទៅសម្លៀងអានេះក្បាលលំពេងរបស់មនុស្សអានេះពន្លាករបស់មនុស្សមិនតាន់មានដែកទេក្នុងសម័យហ្នឹងមិនតាន់មានដែកអញ្ចឹងចង់បញ្ជាក់ថានឹងហើយជាមោទកភាពរបស់ជាតិខ្មែរយើងមានវិវត្តផុសតាងមនុស្សតាំងពីដើមរហូតមកក្បាលព្រួញជាចំណិចប្រភ្លាក់ទាំងអស់នេះសិតតែជាផុសតាងដែលគេដំណើររបស់មនុស្សបញ្ជាក់ថានេះគឺជាកូនខ្លាំងត្រល់សំទោសមូលនេះត្រល់ដែលមនុស្សខ្មែរយើងចេះផលិតខោអាវយកឈើដោតចំកដាលយកសលៃកបាស់ស្រីកដាក់កមកកហើយទៅលុញបានជាអំបោះមួយចិត្តប៉ុណ្ណឹងកូនដៃនឹងសម្រាប់ផលិតជាខោអាវអញ្ចឹងមនុស្សខ្មែរមានសម្ភារៈគ្រប់ប្រភេទតាំងពីពេលនឹងមកចេះផលិតខោអាវនេះដើមកំណើតនៃការធ្វើពាណិជ្ជកម្មជាមួយនឹងឥណ្ឌាស្រុកខ្មែរអត់មានអាហ្គេតរបៀបនេះទេបៃតងទេយើងជីកទៅយើងឃើញអាហ្នឹងអញ្ចឹងហើយមានន័យថានេះជារបស់នាំចូលយកទៅវិភាគមានតំបន់2តំបន់1នៅភូមានិងតំបន់1ទៀតនៅឥណ្ឌាអញ្ចឹងយើងសន្និដ្ឋានថាមននៅខាងក្រោមនេះនៅខាងលើអញ្ចឹងហើយយើងសន្និដ្ឋានថាប្រហែលជាតំណែងជាមួយឥណ្ឌានឹងមួយទៀតយើងឃើញក្របស្រូវនេះគឺជារូបក្របស្រូវសុទ្ធតែម្ដងស្រូវហ្នឹងគឺប្រភេទស្រូវភ្នំដែលយើងដាំអញ្ចឹងបានបញ្ជាក់ថាមនុស្សខ្មែរចេះធ្វើកសិកម្មមានផុសតាងស្រូវខ្ញុំបានធ្វើពិសោធន៍លើកាបូន14ដំណាំស្រូវមុនគេនៅលើស្រុកខ្មែរក្រសួងកសិកម្មបានយកលទ្ធផលរបស់ខ្ញុំចេញយកទៅប្រើប្រាស់បានច្រើនអំពីឧស្សាហកម្មកសិកម្មដំណាំស្រូវនៅក្នុងស្រុកខ្មែរបាទអញ្ចឹងទាំងអស់នេះគឺជាផុសតាងការស្រាវជ្រាវរបស់យើងខ្ញុំហើយតែនេះគឺជាកលាភាជនេះដល់ប្រភេទមនុស្សតើប្រភេទមនុស្សរបៀបម៉េចនៅរស់នៅលើនឹងមនុស្សនៅរស់នៅតំបន់ហ្នឹងនេះមិនមែនខ្ញុំថតនៅស្រុកខ្មែរទេគឺខ្ញុំថតនៅវៀតណាមនៅស្រុកយួនក្នុងឆ្នាំ90ជាងដែលខ្ញុំទៅនឹងហើយទៅគាត់នៅតែនិយាយភាសាខ្មែរបាទអញ្ចឹងហើយគាត់នៅសម្លៀកបំពាក់គាត់នឹងសម្បល់គាត់នឹងសម្បល់ខ្ញុំនឹងដូចតែគ្នានឹងហើយទៅមួយទៀតគាត់នឹងនិយាយប្រាប់ខ្ញុំថានឹងកាលហ្នឹងឥឡូវហ្នឹងតាប្រជាជនខ្មែរនិយាយភាសាខ្មែរគ្មានទេនៅពេលដែលខ្ញុំទៅហ្នឹងគាត់និយាយប្រាប់ខ្ញុំថាបើសិនបើយើងមិននិយាយភាសាវៀតណាមទេគេមិនឲ្យមូលនិធិជំនួយគេមិនតទឹកគេមិនតភ្លើងឲ្យអញ្ចឹងយ៉ាងម៉េចនេះហើយរបៀប integration របស់គេនេះមិនមែនខ្ញុំចង់ប្រាប់ឲ្យជាតិនិយមអីទេខ្ញុំក៏ចង់ប្រាប់ថា
នេះគឺជាកិច្ចការរបស់គេនៃជាតិពុនសប្ថ្ងៃជាមួយនឹងជាតិពុនសប្ថ្ងៃជាតិពុននេះបានលួសបន្តពីដូនជីតាគាត់នៅម្ដុំនឹងនៅលើស្ថានីយ៍នឹងតាំងពីដើមមកហើយណានឹងជាប្រភេទផ្ទះរបស់គាត់ឃើញទេរដឹកផ្ទះនៅលើនឹងណាផ្ទះអញ្ចឹងព្រោះស្លឹកសារកម្មមាព្រោះស្អីនឹងគ្រប់ប្រភេទនៅនឹងដីក្រហមនៅនឹងសិតតែអញ្ចឹងទៅណោះយើងបានធ្វើការបរិច្ឆេទនេះការបរិច្ឆេទនេះនៅក្នុងឆ្នាំ2009 Michael Degar បានធ្វើការបរិច្ឆេទដោយសារគេមានលុយគេយក sample យកទៅពិសោធន៍អញ្ចឹងវាចន្លោះ2290 ឆ្នាំរហូតដល់1040 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍ត្រមេងរលយេភូមិចុងជីពាំងអីទាំងអស់ហ្នឹងយើងបានធ្វើការបរិច្ឆេទអញ្ចឹងអ្វីទៅជាស្ថានីយ៍បន្ទាយគូនៃអរិយធម៌វិមុតឬភូមិមូលអាភូមិមូលហ្នឹងឈ្មោះថាវិឡាដោយរង Rounds Village ដែលគ្រូរបស់ខ្ញុំមួយគឺគ្រូជុចធឿនអារម្មណ៍ជុចធឿនហ្នឹងគាត់បកថាភូមិរៀងមូលដោយសារខ្លួនគាត់មិនដែលទៅនឹងទេដំបូងគាត់ទៅក្រោយខ្ញុំទេហើយទៅខ្ញុំទៅជួបអ្នកស្រុកថាភូមិបន្ទាយគូដល់ពេលខ្ញុំមកប្រាប់គាត់មកវិញគាត់ថាឯងប្រកែជាងឯងត្រូវជួយប្រាប់ទៅឯងដាក់ទៅតាមគំនិតតាមអ្វីដែលឃើញទៅព្រោះអញបកពីបារាំងអញ្ចឹងឯងកូនសិស្សអញវាប្រកែជាងអញអញ្ចឹងឯងបានទៅធ្វើជាងអញអញ្ចឹងឯងត្រូវតែដាក់អញ្ចឹងទៅអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តដាក់តាមតបន្ទាយគូនៃអរិយធម៌មួយមុតព្រោះអ្នកស្រុកហៅតែបន្ទាយគូអ្នកដែលថាហៅតែភូមិមូលហ្នឹងគឺដើមឡើយយើងបកពីវិឡាដោយរងភូមិដែលមានរាងមូលដែលបារាំងបានបកបានដាក់នៅក្នុងអត្ថបទរបស់ខ្លួនហើយទៅលោកគ្រូត្រឹងងារដែលជាសាស្ត្រាចារ្យគីមីរូបវិទ្យាគីមីនៅភ្នំមិនពេញយើងនេះក្នុងសម័យសង្គ្រាមគាត់បានក្លាយជាប្រធាននាយកដ្ឋានស្រាវជ្រាវនៅក្រសួងអប់រំសិក្សាធិការនៅក្រសួងអប់រំទៅគាត់ក៏បានទទួលរបាយការណ៍ដែលខ្ញុំបានប្រាប់ពីខាងលើមិញពីបារាំងនឹងហើយទៅអញ្ចឹងគាត់បកទៅជាសិភៅស្រាវជ្រាវមួយពីប្រវត្តិសាស្ត្រខ្មែរពីអរិយធម៌ខ្មែរអញ្ចឹងខ្ញុំបានប្រាប់ទៅវិញថាខ្ញុំធ្លាប់ជួបប្រពន្ធរបស់គាត់ខ្ញុំថាខ្ញុំជួបរលយេខ្ញុំបានអានតបត់នឹងអានបោះតបត់នឹងគាត់ក៏សរសើរអបអរសាទរខ្ញុំថាសូមឲ្យបន្តធ្វើអីបន្តទៀតអញ្ចឹងទៅខ្ញុំនៅពេលហ្នឹងយើងអត់តាន់មានសក្តានុពលជាអ្នកស្រាវជ្រាវចុះ field ច្រើនទេចុះដល់ការដ្ឋានច្រើនទេដោយសារស្អីព្រៃភ្នំក៏ច្រើនស្អីក៏ច្រើនមធ្យោបាយអ្វីមានការលំបាកអាយុក៏ប៉ុន្តែជាសំណាងបន្ទាប់ពីសម័យអន្តៈទៅខ្ញុំកែជិះម៉ូតូស្អីទៅគឺខ្ញុំមានម៉ូតូអត្រៃនឹងច្រើនគ្រឿងគឺចុះធ្វើការស្រាវជ្រាវអញ្ចឹងហើយខ្ញុំស្រាវជ្រាវទាំងអស់នៅស្រុកខ្មែរនេះប្រតិគូនឹងវាមិនមែនមានតែក្នុងស្រុកខ្មែរនឹងទេភូមិដែលមានរាងមូលនឹងស្រុកខ្មែរមិនមានតែខាងកើតទន្លេមេគង្គទេក្នុងឆ្នាំ2023នេះរាជរដ្ឋាភិបាលតែងតាំងខ្ញុំជាអ្នកគ្រប់គ្រងមួយនៅខេត្តកញ្ចេះខ្ញុំបានជិះកាត់ខេត្តកំពង់ចាមអ្នកស្រុកគាត់ស្គាល់ខ្ញុំគាត់ថាលោកគ្រូមើលអានេះមួយដែរដូចលោកគ្រូដែរទៅមើលទៅគឺប្រតិគូមួយទៀតនៅចកាលើរកឃើញដូចគ្នាចកាអណ្ដងក្បែរចកាអណ្ដងខ្ញុំបានធ្វើកំណាយក្នុងឆ្នាំ2004ដែលតិចទៀតមានពេលខ្ញុំនឹងធ្វើនេះទៀតថ្ងៃមុនទៀតខ្ញុំទៅជាមួយអបសប្អានទៅខេត្តតាកែវទៅស្រុករបស់គាត់នៅភ្នំដិននៅក្បែរភ្នំបាយ័នកោគឺឃើញមួយទៀតពិធីគូនឹងមួយទៀតគឺរកឃើញថ្មីអញ្ចឹងហើយពិធីគូនេះមាននេះពិធីគូនៅជើងឯកភូមិដែលមានរឿងមូលនៅជើងឯកដូចគ្នានឹងពិធីគូសុទ្ធតែម្ដងបាទនឹងហើយដែលរាជរដ្ឋាភិបាលមានតែងតាំងអនុក្រឹត្យមួយឲ្យខ្ញុំជួយធ្វើហ្នឹងរៀបចំខ្លាយជាសារមន្ត្រីជាតិសារមន្ត្រីមួយក៏ប៉ុន្តែយើងបរាជ័យដោយសារការចាប់ដៃរបស់ប្រជាជនច្រើនឥឡូវអាហ្នឹងអាលាយអស់ហើយខ្លាយជាបរិយអស់ហើយអញ្ចឹងត្រឡប់មកវិញបន្ទាយគូហ្នឹងគឺមានច្រើន
នៅក្នុងសម័យដើមប្រវត្តិសាស្ត្រមុនប្រវត្តិសាស្ត្រនេះនៅ Amphitheatre នៅអង់គ្លេសនៅអ៊ីឡង់នៅ Britain នៅអីទាំងអស់នឹងរហូតអាស៊ីអាគ្នេយ៍មនុស្សគឺរស់នៅជាដុំរាងមូលអញ្ចឹងស្តៀងគ្នាអញ្ចឹងអរិយធម៌គឺវាតាក់ទងគ្នាអញ្ចឹងដោយលោកគ្រូមានប្រសាសន៍បណ្ឌិតស្ពីចាសុនសំណាងលោកមានប្រសាសន៍មិនអញ្ចឹងថាពាក់បានចូលមកយើងនេះអាដាមលីវណាបានធ្វើ presentation អញ្ចឹងថាអញ្ចឹងមានរឿងអញ្ចឹងអរិយធម៌វាតាក់ទងគ្នាអញ្ចឹងមិញខ្ញុំបង្ហាញអំពីអរិយធម៌ឥណ្ឌាតាក់ទងជាមួយនឹងកម្មស្អីនឹងហើយបានបញ្ជាក់អំពីរចនានៃលំនាំទម្រង់នៃជំរំមនុស្សខ្មែរដើមដែលបានរស់នៅក្នុងតំបន់ហ្នឹងខ្ញុំបានកាល់កូលេទំហំនៃការសាងសង់ចុះប្រសិនបើមនុស្ស100នាក់តើសាងសង់បានពទាគូប្រមាណតើពទាគូហ្នឹងគេមនុស្សស្លាប់ម្នាក់គេដូរពីស្ថានីយ៍មួយទៅស្ថានីយ៍មួយអត់ទេមិនមែនជាមនុស្ស slash and burn agriculture ទៀតទេមិនមែនជាអ្នកបោះបង់ពនេចរពីកន្លែងមួយទៅកន្លែងមួយទេនេះគឺជា settlement នេះគឺជាការតាំងទីដែលនៅពិតប្រាកដដោយសារមាន stratigraphy ស្រទាប់វប្បធម៌របស់មនុស្សហ្នឹង1 ម៉ែត្រ 1 ម៉ែត្រកន្លះ 2 ម៉ែត្រលោកសាស្ត្រាចារ្យ Grolier អ្នកស្រាវជ្រាវចាស់គាត់ថា3 ម៉ែត្រខ្ញុំទៅស្រាវជ្រាវក្រោយខ្ញុំថាអត់ទេតែ1 ម៉ែត្រកន្លះទេទៀងផ្ទាត់ទៅវិញគាត់ច្រឡំ3 ម៉ែត្រ stratigraphy ទេដោយសារគេយករបស់គាត់យកមកបកអញ្ចឹងនឹងហើយយើងបានដូរយើងបានវិភាសាក្នុងនាមអញ្ចឹងហើយមនុស្សបានរស់នៅក្នុងតំបន់ហ្នឹងសាងសង់ជាជំរំច្រើននឹងហើយនៅក្នុងឆ្នាំសង្គ្រាមលោកលើកទី2សង្គ្រាមធ្លាក់មកសង្គ្រាមត្រជាក់អាមេរិកខាងច្រឡំមើល aerial photo មើលទៅឃើញអាហ្នឹងថាជាជំរំរាងមូលខ្ញុំនៅពីក្មេងនេះទៅឈរខ្ញុំ1 ម៉ែត្រ 75ទៅឈរកខ្ចប់នឹងក្រប B52 ហ្នឹងទម្លាក់ហ្នឹងថាជាប្រទាយតបអញ្ចឹងហើយអាមេរិកខាងទម្លាក់ឲ្យរពុយតាមព្រំដែនរហូតទៅគ្រប់កន្លែងហ្នឹងដើម្បីបំផ្លាញប្រទាយជំរំស្អីទាំងអស់ហ្នឹងនេះគឺត្រឡប់មកវិញអ្វីទៅជាបន្ទាយគូគឺជាអរិយធម៌ខ្មែរដំបូងដែលមានអរិយធម៌របស់ខ្លួនច្បាស់លាស់មានមនុស្សមានការគ្រប់គ្រងមានស្ថានីយ៍មួយនោះទៅតឹងរហូតដល់កន្លះគីឡូដីអង្គគាត់ផ្ចិតសុំទៅកន្លះគីឡូដី500 ម៉ែត្រអញ្ចឹងមនុស្សរាប់ពាន់នាក់សាងសង់នឹងការរស់នៅក្នុងមួយជំរំអញ្ចឹងហើយបើសិនបើយើងរាប់មកជិត100តើស្ថិតិមនុស្សនឹងប្រមាណច្រើនណាស់មនុស្សរស់នៅអញ្ចឹងមនុស្សបានធ្វើការវិវត្តពីតំបន់ខ្ពស់ធ្លាក់មកតំបន់ទាបមុនចូលអរិយធម៌ឥណ្ឌាគឺអញ្ចឹងមែនប្រកាសមែននឹងជា hypothesis ពីខាងដើមដែលខ្ញុំដាក់មកអញ្ចឹងការស្រាវជ្រាវរបស់ខ្ញុំបានឃើញចំនួនដ៏ច្រើនបានធ្វើកាបូន14ដល់អាយុកាលពីមុន Grolier គាត់សន្និដ្ឋាន1500ឥឡូវយើងដាក់កាបូន14យើងឃើញ2000ឆ្នាំមុនគ្រិស្តសករាជក៏ប៉ុន្តែយើងពិបាកទាញផ្នត់គំនិតរបស់អ្នកស្រាវជ្រាវយើងណារបស់ជនជាតិយើងណាតែជឿទៅបារាំងហើយងប់នឹងបារាំងហ្នឹងលោកគ្រូបណ្ឌិតស្ពីចាសុនតំណាងគាត់ឃើញធ្វើអីបានច្រើនអីផ្សេងទៀតបារាំងថាចេះបារាំងទៅតំអត់ត្រូវគ្រប់គ្រងខ្មែរបន្តទៀតអ្នកបៃតាប្រវត្តិសាស្ត្រអ្នកបន្តគ្នាដែលរកឃើញជាសាស្ត្របន្តទៀតនឹងច្រើនត្រឡប់មកវិញអ្វីទៅជាជំរំជនជាតិខ្មែរដើមបាទដូចខ្ញុំបានប្រាប់អញ្ចឹងមនុស្សដែលរស់នៅហ្នឹងគាត់បន្តពូជនៅតាមនឹង genetic នៃមនុស្សហ្នឹងគឺនៅរបៀបហ្នឹងពណ៌សម្បុរលក្ខណៈភ្នែកទំហំតិចច្រមុះស្អីសម្បុរគឺជនជាតិខ្មែរដើមនៅកន្លែងហ្នឹងមែនអញ្ចឹងខ្ញុំនៅតែជឿហើយនឹងនៅតែនិយាយថាជនជាតិខ្មែរនឹងគឺជាជំរំនឹងជាបន្ទាយនឹងជាទីក្រុងចាប់ផ្ដើមជារដ្ឋដំបូងដែលមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវរបស់មនុស្សខ្មែរដើមនៅក្នុងតំបន់នឹងដោយសារពេលវេលាឥឡូវម៉ោង7ជាងហើយម៉ោង7:15នាទីហើយយើងមានពេល1 ម៉ោងសម្រាប់ការនិយាយអញ្ចឹងជាសរុបមកវិញគឺអ្វីទៅបន្ទាយគូគឺជាជំរំជារដ្ឋដំបូងរបស់មនុស្សខ្មែរដែលបានរស់នៅក្នុងតំបន់ដីរាងមូលនឹងអញ្ចឹងបន្ទាយគូនឹងដើមកំណើតរដ្ឋដែលមានមនុស្សរស់នៅដែលមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវខ្ញុំនឹងចាំ
សំណួរអស់លោកស្រីអាដាមលោកជំទាវទាំងអស់គ្នាថានឹងសួរខ្ញុំថាម៉េចនឹងហ៊ានថារដ្ឋខ្មែរដំបូងតើមនុស្សខ្មែរម៉េចខ្ញុំនឹងឆ្លើយជូនបន្តទៅទៀតប្រសិនបើមានពេលអញ្ចឹងដោយសារឱកាសនេះខ្ញុំម៉ោងពេលខ្ញុំបុគ្គលវេទិកាជូនអាដាមមនិតសភាជាប្រធានហើយនឹងសូមថ្លែងអំណរគុណអស់លោកស្រីអាដាមលោកជំទាវដែលបានចូលរួមស្ដាប់បទកថាវេទិកាអ្នកប្រវត្តិសាស្ត្រយើងលើកទី3ខ្ញុំនឹងនិយាយបន្តទៀតនៅវគ្គក្រោយអំពីដើមកំណើតនៃឥណ្ឌាចូលមកតើឥណ្ឌាយ៉ាងម៉េចពួកខ្ញុំបន្ទាប់ពីឃើញផុសតាំងជាច្រើនហ្នឹងខ្ញុំទៅឥណ្ឌាអាសាមម៉ានីពូកុលកាតាញូដេលីរហូតធ្លាក់ចុះខាងក្រោមទៀតអញ្ចឹងហើយតើហិណ្ឌូយ៉ាងម៉េចអញ្ចឹងខ្ញុំនឹងបកស្រាយប្រធានបទមួយទៀតនឹងពេលបន្តនេះមានឱកាសខ្ញុំនឹងជាបន្តបាទខ្ញុំមានប៉ុណ្ណឹងសូមគោរពអរគុណអាដាមនិតសភាជាប្រធានបាទបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យបណ្ឌិតធ្វើចន្ទួនដែលបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយហើយមានសារៈសំខាន់ច្បាស់លាស់មានលក្ខណៈវិទ្យាសាស្ត្រស៊ីជម្រៅគួរឲ្យកោតសរសើរមែនទែនសូមនឹកជូនបន្តិចសាស្ត្រាចារ្យបណ្ឌិតធ្វើចន្ទួននេះជានិស្សិតឆ្នើមនៅការរៀននៅរាជវិទ្យាសភាការលោកគ្រូនៅកាន់ពីឆ្នាំ99ដល់2009ហ្នឹងមានការបណ្ដុះបណ្ដាលថ្នាក់ Master ថ្នាក់បណ្ឌិតហ្នឹងហើយលោកសាស្ត្រាចារ្យធ្វើចន្ទួនបានបញ្ចប់ថ្នាក់បណ្ឌិតមុនគេជាបណ្ឌិតទី1នៅរាជវិទ្យាសភាកម្ពុជាដោយសារ អរ លោក គុណច្រើនលោកគ្រូអរគុណច្រើនលោកគ្រូសូមចូលខ្លួនឯងតិចលេខកូដ001លើស្រុកខ្មែរ បាទសូមលោកគ្រូក៏សរសើរលោកគ្រូ បាទជាការពិតហើយបងប្អូនឃើញមិញហើយលទ្ធផលនៃការស្រាវជ្រាវគឺថា សូម ទៅដល់ទីកន្លែងតំបន់ព្រៃតំបន់អីនោះមានខ្លាចតែខ្ញុំក៏សរសើរមែនតើរឿងជិះម៉ូតូទៅតែឯងនឹងមានបដាបដាជា explorer ណាជាអ្នករុករកគឺថាគឺច្បាស់លាស់ប្រកាសពជាមកមិនមែនតែទៅឃើញសភៅគេសរសេរហើយដកស្រង់យកមកទេគឺទៅដល់កន្លែងហើយជិះម៉ូតូកាត់ព្រៃតែឯងនឹងគួរឲ្យកោតសរសើរមែនតើបាទសូមអរគុណសូមអរគុណលោកសាស្ត្រាចារ្យបណ្ឌិតទូចន្ទួនចំពោះបទបង្ហាញក្បោះក្បាយច្បាស់លាស់ហើយមានច្រើនចំណុចមែនទែនសុទ្ធតែជាទិន្នន័យដែលសំខាន់ប្រភពឯកសារទី1ហើយនឹងការទៅដល់ទីកន្លែងស្រាវជ្រាវហ្នឹងគឺថាជាការមួយដែលតស៊ូសត់ស្វាញគួរឲ្យកោតសរសើរណាស់ស្នាដៃនេះគឺថាជាស្នាដៃដែលមានលក្ខណៈវិទ្យាសាស្ត្ររឹងមាំបាទជាគំរូដ៏ល្អសម្រាប់បងប្អូនអ្នកបន្តវេនដែលចឹងខ្ញុំមានចំណុចខ្លះដើម្បីរួមចំណែកក្នុងសេចក្តីសន្និដ្ឋាននេះបើជាសេចក្តីសន្និដ្ឋានមុនបញ្ចប់ឃើញថាបទបង្ហាញនេះគឺបានគោរពតាមម៉ោងពេលគឺច្បាស់លាស់គឺ1ម៉ោងហើយនឹងមានការចូលរួមពីបងប្អូនចំនួន6នាក់នៅក្នុងកម្មវិធីសំណួរចម្លើយហើយនៅក្នុងហ្នឹងគឺមានទី1គឺបងប្អូនមីសវណ្ណទី2បងប្អូនបៃឈឿនទី3អ្នកគ្រូសូសុគន្ធរីទី4លោកប្អូនបៃច័ន្ទទី5លោកប្អូនអង្គសារ៉ាន់និងទី6អ្នកគ្រូប៉ាងសេរីបាទចឹងគឺមានការពិភាក្សាគ្នាយ៉ាងសកម្មគួរជាទីពេញចិត្តនោះហើយជាគោលបំណងនៃវេទិការបស់យើង
វេទិការបស់យើងបើកឲ្យសួរបើកឲ្យនិយាយដើម្បីអីដើម្បីយើងបង្កើនសមត្ថភាពក្នុងផ្នែកacademic debate ការជជែកវែកញែកបែបសិក្សាជាន់ខ្ពស់គឺថាអញ្ចឹងនិយាយត្រង់អញ្ចឹងដើម្បីរកផ្លូវនៃការដោះស្រាយនៅបញ្ហាដែលមិនទាន់ឯកភាពគ្នានៅកន្លែងណាលេខ7បងប្អូនជាអ្នកចូលរួមស្ដាប់នឹងអាចសួរវាគ្មិនដើម្បីបញ្ជាក់ចឹងតាមរយៈបទបង្ហាញនេះគឺលោកគ្រូឃើញថាមានការតាក់ទិនទៅនឹងរឿងការស្រាវជ្រាវរបស់បារាំងរបស់អ្នកប្រាជ្ញបារាំងហើយចំពោះនៃភូមិមូលនេះគឺមានការចាប់ផ្ដើមពីលោក Grolier Bernard Philippe Grolier ដែលជាមន្ត្រីអភិរក្សអង្គរជាច្រើនឆ្នាំហើយនៅក្នុងនឹងគឺមានការឆ្លុះបញ្ចាំងឲ្យឃើញនៅការខិតខំរបស់វាគ្មិនហើយនឹងការជក់ចិត្តក្នុងការស្រាវជ្រាវប្រមូលបានឯកសារច្រើនណាស់យកមកធ្វើជាបង្អែកក្នុងការសរសេរស្នាដៃហើយក្នុងនោះក៏មានឃើញចំណុចដែលសកម្មមែនទែនហ្នឹងគឺបើនិយាយពីស្ថានីយបរិយាប្រវត្តិសំខាន់ហើយជាភាសាភូមិមូលឬក៏ប្រទេសគូនេះគឺថាដូចមិនមាននរណាស្រាវជ្រាវបានលើហ្នឹងទេអត់ទេមិនទាន់មានទេនេះជាការស្រាវជ្រាវមួយដែលមានចាប់ផ្ដើមពីសំណួរស្រាវជ្រាវបាទជាសំណួរស្រាវជ្រាវហ្នឹងតាមតម្រុយដែលអ្នកស្រាវជ្រាវមុនជាពិសេសអ្នកប្រាជ្ញបារាំងហ្នឹងគឺបានផ្ដល់មកហើយតាមរោគតម្រុយហ្នឹងតាមរោគចម្លើយនេះជាវិធីសាស្ត្រខាងវិទ្យាសាស្ត្រដ៏រឹងមាំបាទហើយចំពោះនៅមានស្ថានីយមួយចំនួនដូចជានៅនេះលោកគ្រូចង់បញ្ជាក់បន្តិចនៅព្រៃឆ្លងស្ថានីយព្រៃឆ្លងហើយនឹងមាននិយាយតាក់ទងនឹងឆ្លងលើនោះគឺខេត្តមណ្ឌលគិរីសពថ្ងៃជាតំបន់ខ្ពង់រាបមណ្ឌលគិរីសពថ្ងៃដែលជាប្រភពនៃព្រៃឆ្លងដែលហូរពីខ្ពង់រាបមណ្ឌលគិរីចុះមកទន្លេមេគង្គចំណុចខ្លះទៀតដែលគួរបញ្ជាក់ដែរគឺមើលលោកគ្រូមើលកន្លែងណាដែលសំខាន់តាក់ទងទៅនឹងរឿងភូមិមូលហ្នឹងគឺថានៅក្នុងជាស្ថានីយបុរេប្រវត្តិសាស្ត្រថាមុនប្រវត្តិសាស្ត្របងប្អូនស្ថានីយមុនប្រវត្តិសាស្ត្រដែលគេថាមុនប្រវត្តិសាស្ត្រហ្នឹងគឺថាមិនទាន់មានឯកសារសរសេរទេ written record ហ្នឹងមិនទាន់មានទេមិនទាន់ប្រើអក្សរទេអាហ្នឹងហៅថាមុនប្រវត្តិសាស្ត្រដែលពាក្យបាលីថាបុរេប្រវត្តិសាស្ត្រគឺមុនប្រវត្តិសាស្ត្រគឺជាស្ថានីយដែលមានបន្សល់ទុកនៅស្លាកស្នាមរបស់មនុស្សផោះតាងដែលមនុស្សរស់នៅហ្នឹងហើយមិនទាន់មានជាលេខលក្ខអក្សរទេនៃវត្ថុសិល្បៈផ្សេងដែលរកឃើញហ្នឹងគឺថាគឺអាចដឹងបានតាមរយៈនៅប្រើឧបករណ៍ផ្សេងដូចជាកាបូន14អីជាដើមណាអញ្ចឹងតាក់ទងនឹងយុគថ្មថ្មីនេះនេអូលីទិកនៅមេមត់នេះគឺបងប្អូនដឹងហើយគឺថាយុគថ្មថ្មីជាយុគមួយដែលបន្តពីយុគថ្មចាស់ពីលាងស្ពានពីវេទិកាមុនវេទិកាទី2ឥឡូវចូលមកដល់យុគថ្មថ្មីហ្នឹងជាវេទិកាទី3នេះតាក់ទងនឹងតំបន់ដីក្រហមជាដីភ្នំភ្លើងដីក្រហមនៅខ្ពង់រាបឦសានចាប់ពីកំពង់ចាមឡើងទៅរតនគិរីទៅហ្នឹង
cái này nó hỏi chứ chia này đôi ôn về mình bàn về chia cứ tha chia chùm rôm mà nu rồi nâu chùm rôm mà nu rồi nâu không tỷ nu nhớ chia này cần lái đã mà nu nâng miên ti làm nâu ai chân trai bỏ ti tăng ai chân trai sầm lạp rồi nâu mình bán chia bên đây chó chia con sầm pon bên đây chó chia tri bui nô mát chia con sầm pon bên đây chó nó đã này plak đồ ti lại rồi nâu là hốt được chỉ này chăm sạt giống cái đa cana còn trâu chùm mùi nó sạt còn chăm đấu xì màu nó ó trâu đồ lại trâu lại thay này biểu chỉ câu sum pon này là plak đồ ti lại hao ta câu sum pon bên này cho chấm này nè để ruộng nâu không phù mù rồi có này phù mù rồi có rồi này dương hao ta đi cu và vấn đề cú phù mù là vấn đề cú cứ chia sạ cung này đỡ một bọc mài dưỡng để ruộng nâu trong ti lùm nâu ăn chân trai còn nòm cái này lực đây chỉ chỉnh trang quạt chung với đấu ở khu đấu của mình toàn miền là cả nhà đầu cha đốt ắt bàn đi mình toàn ắt bàn thế chẳng lực đây ở khu chia cổng peng cà phê nè đầm bay nâng ruộng nâu không sạ cùng nâng ruột phật pi ca cùng đều cùng hai vì cụ thom mà chết rồi có pi sạt hào trong miền là than đi khá nâng miền cọp chặt bảo tậpram rồi mai cứ thay chiếc lại một đợt thùng trong nói trongนี้đây là việc mình lục bàn là lực tha chiếc ca bị vót bị câu sầm pón mà rót vì miền là vấn đề cụ rồi có phù mù lý cứ tha trongสมัยมุนประวัติศาสตร์นั้นយើងបានមានការវិវត្តពីកុលសម្ព័ន្ធមករត់ហើយការចាប់ផ្ដើមនៅរដ្ឋដំបូងកុលសម្ព័ន្ធហ្នឹងគឺដោយវាគ្មិនលោកបានបញ្ជាក់គឺថាគ្រប់គ្រងដោយមេកន្ទ្រាញដល់មករត់ហ្នឹងគឺថាចាប់ផ្ដើមមានស្លាយហើយស្លាយអញ្ចឹងបើយើងគិតធ្វើការប្រៀបធៀបណាការប្រៀបធៀបអំពីនៃកុលសម្ព័ន្ធនេះហៅថាវងត្រកូលសម្ព័ន្ធវងត្រកូលកុលឡើងត្រកូលកុលសម្ព័ន្ធវងត្រកូលគឺផ្អែកទៅលើគោលការណ៍ពូជសាសន៍ principe ethnic ការគ្រប់គ្រងនោះផ្អែកលើគោលការណ៍ពូជសាសន៍ជនជាតិក៏នៅម្ដុំក្រុមមកគាត់ជាកុលសម្ព័ន្ធវងត្រកូលដល់រីចម្រើនខ្លាំងទៅវាលែងនៅជាកុលសម្ព័ន្ធដាច់គឺថាគេចងបាច់គ្នាជាសម្ព័ន្ធនៃកុលសម្ព័ន្ធឲ្យទៅចូលគ្នារស់នៅជាមួយគ្នាទៅដូចជានៅក្នុងដីក្រហមដីភ្នំភ្លើងដីក្រហមដីដែលមានជីជាតិនៅខ្ពង់រាបបិសាលរបស់យើងហ្នឹងយើងឃើញថានេះជាចំណុចចាប់ផ្ដើមនៃការកកើតរដ្ឋហើយពលរដ្ឋហ្នឹងផ្អែកលើអីបើថាយើងនិយាយពីក្នុងសម័យដើមហ្នឹងគឺថាទៅលើនៃ principe territorial principle នៃគោលការណ៍ដែនដីគោលការណ៍ដែនដីអញ្ចឹងមានដែនដីមួយក្រុមដែលកុលសម្ព័ន្ធនឹងរួបរวมគ្នាបង្កើតទៅជារដ្ឋទៅអញ្ចឹងវិវត្តផុតពីកុលសម្ព័ន្ធហ្នឹងឲ្យទៅជានៃរដ្ឋហើយដែលផ្អែកទៅលើនៃដែនដីនៃកំណត់នៃព្រំបន្ទាល់ជាមួយនឹងរដ្ឋដទៃទៀតហើយបើសិនយើងគិតរដ្ឋទំនើបវាមានទី1ដែនដីណា territoire ទី2 population ប្រជាជនទី3រដ្ឋាភិបាលណាហើយនឹងទី4ច្បាប់ប៉ុន្តែក្នុងនយោបាយនៃរដ្ឋដំបូងហ្នឹងគឺថាយើងឃើញថាការដែលរស់នៅក្នុងជំរំប្រមូលផ្ដុំក្នុងទីតាំងមួយដែលនៅអចិន្ត្រៃយ៍មិនចល័តបនេចរនោះហើយជាពន្លកនៃចំណុចចាប់ផ្ដើមនៃរដ្ឋដំបូង
នៅក្នុងទឹកដីរបស់យើងហើយចំពោះនៃបើយើងប្រៀបធៀបនៅក្នុងការវិវត្តនៃសង្គមមនុស្សសង្គមមនុស្សហ្នឹងបានចាប់ផ្ដើមមានបដិវត្តន៍ហ្នឹងបដិវត្តន៍កសិកម្មហ្នឹងហៅថា agricultural revolution នៅក្នុងយុគថ្មថ្មីនឹងឯងនឹងមានបដិវត្តន៍កសិកម្មបដិវត្តន៍កសិកម្មហ្នឹងគឺយើងឃើញផុសតាងដែលលោកមិនបានបង្ហាញហ្នឹងគឺមានឃើញផុសតាងជាស្រូវមានអីជាផុសតាងនឹងជាការធ្វើកសិកម្មហ្នឹងនោះហើយនៅភូមិមូលដីក្រហមនៅកន្លែងភូមិមូលឬក៏ប្រទេសគូនេះគឺយើងមានការបដិវត្តន៍ខាងកសិកម្មនៅក្នុងយុគថ្មថ្មីវាអាចจะចាប់ពី 12000 ឆ្នាំចុះមក 8000 ឆ្នាំចុះមកហូរហែបន្តមកចឹងហ្នឹងគឺថាជាបដិវត្តន៍យុគថ្មថ្មីបដិវត្តន៍កសិកម្មដែលនាំមនុស្សចេញពីរូងភ្នំឲ្យទៅនៅទីវាលដើម្បីអភិវឌ្ឍកសិកម្មព្រោះនៅការកើនកំណើននៃមនុស្សច្រើនទៅហ្នឹងมันអាចរស់នៅប្រជាតិគ្នាក្នុងរូងភ្នំបានទេនឹងមួយផ្នែកទៀតធាតុអាកាសវាអន្តរជាតិអញ្ចឹងមនុស្សត្រូវចាកចេញពីក្នុងរូងភ្នំទៅនៅទីវាលដែលដីទូលាយហើយដីកន្លែងណាដែលមានមិនជាពិសេសមិនលេចទឹកដោយខ្ពង់រាបដីក្រហមដីភ្នំភ្លើងរបស់យើងនៅភូមិភាគឦសានហ្នឹងគឺជាដីដ៏សមស្របដែលជាដីនៅខ្ពង់រាបទឹកមិនលិចហើយមនុស្សអាចទៅរស់នៅជាអចិន្ត្រៃយ៍ប្រកបការផលនៅលើកន្លែងដ៏ទ្រង់ទ្រាយនេះហើយមានជីជាតិថែមទៀតអញ្ចឹងអ្នកដែលមាននៅរូងភ្នំប្រមាណដែលមាននៅក្នុងស្រុកយើងមានដូចជាភ្នំលអាងស្ពានហើយជាដើមហ្នឹងគឺថាទៅចាកចេញពីរូងភ្នំតូចហ្នឹងទៅរស់នៅទីវាលហ្នឹងដើម្បីអភិវឌ្ឍកសិកម្មអញ្ចឹងបដិវត្តន៍កសិកម្មហ្នឹងនាំមនុស្សពីរូងភ្នំចេញទៅទីវាលហ្នឹងបដិវត្តន៍សំខាន់មួយនៅក្នុងការវិវត្តនៃសង្គមមនុស្សបដិវត្តន៍មួយទៀតគឺបដិវត្តន៍ឧស្សាហកម្ម Industrial Revolution Industrial ចាប់ពីសតវត្សទី18មកបងប្អូនសតវត្សទី18តមកហ្នឹងគឺជាចលនាបដិវត្តន៍ដែលនាំមនុស្សពីទីវាលចូលមកទីក្រុងវិញពីកសិកម្មនៅទីវាលធំទូលំទូលាយនេះចូលមកទីក្រុងវាបញ្ជាពីបដិវត្តន៍កសិកម្មចឹងលោកគ្រូសូមចូលរួមនេះប៉ុណ្ណឹងដូច្នេះយើងឃើញថាសំណួរទាំងប៉ុន្មានហ្នឹងសុទ្ធតែជាសំណួរល្អហើយវាគ្មិនរបស់យើងបានបកស្រាយយ៉ាងក្បោះក្បាយដើម្បីនឹងឲ្យបងប្អូនកាន់តែយល់ច្បាស់ថែមទៀតហើយនឹងចុងក្រោយបំផុតគឺមានការចាប់អារម្មណ៍ចំពោះនៃការអភិវឌ្ឍខាងការអភិវឌ្ឍថ្មីណាទៅការដីទលំទលាយចឹងក៏មានវិធានការយើងឃើញមានវិធានការជាបន្តមកដែរគឺថានៅពេលដែលឃើញមានការឈូសឆាយប្រហែលឆ្នាំមុននោះឈូសឆាយនៅចំការកស៊ូដីក្រហមហ្នឹងគឺថាខាងរដ្ឋឆ្លៃភូមិន្ទចាត់សិល្បៈយើងខាងក្រសួងវប្បធម៌យើងហ្នឹងបានទៅខាត់មិនអោយ excavator tractor ហ្នឹងរុញប៉ះនៅភូមិមូលហ្នឹងទេមានការទៅប៉ះពេលលើភូមិមូលប៉ុន្តែមានការទប់ស្កាត់មិនអោយបន្តកន្លែងហ្នឹងតធ្វើអភិវឌ្ឍកន្លែងតទៀតទេហ្នឹងគឺយើងមានវិធានការជាបន្តមកហើយដែរអញ្ចឹងដូចជាប៉ុណ្ណឹងទេណាលោកគ្រូចូលរួមបន្តិចប៉ុណ្ណឹងហើយសូមកោតសរសើរដោយស្មោះចំពោះសាស្ត្រាចារ្យបណ្ឌិតទូចន្ទធួនដែលបានចំណាយពេលច្រើនណាស់នៅក្នុងការស្រាវជ្រាវដល់ទីកន្លែងតំបន់ព្រៃហើយទៅតែម្នាក់ឯងក៏មានឃើញជាពិតជាអ្នកស្រាវជ្រាវរុករកអ្នករុករកណា explorer ណាគឺថាច្បាស់លាស់មែនទែន
មិនមែនគ្រាន់តែថតរូបបង្ហាញទេគឺថារូបហ្នឹងគឺរូបច្បាស់លាស់ហើយលោកគ្រូតែងតែគាត់សរសើរថាគេសរសើររឿងក្លាហានជិះម៉ូតូតែឯងកាត់ព្រៃហ្នឹងគឺមិនអត់ខ្លាចទេកន្លែងហ្នឹងហើយភាពក្លាហាននេះហើយដែលនាំឲ្យវាគ្មិនរបស់យើងហ្នឹងគឺបានជោគជ័យខ្លាំងមែនទែនហើយការស្រាវជ្រាវហ្នឹងក៏បានលឿនមានមូលដ្ឋានរឹងមាំហើយបានជាប់សញ្ញាបត្របណ្ឌិតទី1នៅរាជវិទ្យាល័យកម្ពុជាការលោកគ្រូនៅគ្រប់គ្រងពីឆ្នាំ1999ដល់ឆ្នាំ2009ចឹងបងប្អូនអ្នកបន្តវេនពីនេះគឺថាសូមបន្តយកគំរូដ៏ល្អនេះធ្វើជាអ្នកស្រាវជ្រាវហើយកុំចូលចិត្តយករបស់គេស្រាបពេកគេស្រាបពេកដូចមានខុសដូចគេវាគ្មិនមុនចឹងណាគេនិយាយខុសអីនៃថាបើកាលណាយើងអត់ដឹងពីនៃចំណេះដឹងដែលផ្ដល់ដោយអ្នកប្រាជ្ញយើងដែលជាម្ចាស់ប្រទេសប្រាប់ឲ្យដឹងទេគឺយើងឃើញមករៀនដូចទំនងអាចយកមកយោងនឹងខុសទន្ទឹមនឹងការសរសេរត្រូវក៏មានការសរសេរខុសដែរប្រសិនបើអ្នកនោះមានជំនាញមិនច្បាស់លាស់ហើយចេះតែថានៅខ្លួនចេះគ្រប់រឿងអញ្ចឹងទៅគឺអានឹងទៅរួយទេអញ្ចឹងឥឡូវនេះយើងវាគ្មិនទាំង3យើងហ្នឹងគឺថាបានបំពេញនៅសំណុំពររបស់លោកគ្រូដែលយើងចង់បាននៅឯកសារជាប្រវត្តិសាស្ត្រគោលមួយមានស្តង់ដារជាតិនៃប្រជាជាតិខ្មែរយើងហើយយើងនឹងជួបជុំគ្នានៅពេលចប់ការស្រាវជ្រាវអំពីបរិវត្តសាស្ត្រហើយដើម្បីធ្វើការបូកសរុបហើយយើងទាញយកចំណុចសំខាន់នៅក្នុងយុគនីមួយដើម្បីស្រង់យកចំណុចណាដែលកូនខ្មែរត្រូវចេះដោយខានមិនបានជាម្ចាស់ប្រទេសទី1ទី2ចំណុចណាដែលនៅខ្វែងគ្នាយើងលើកមកហើយទី3អ្នកជំនាញនីមួយហ្នឹងអាចមានអនុសាសន៍ទៅតាមសមត្ថភាពរបស់លោកជំនាញរៀងៗខ្លួនតាមប្រធានបទមួយហ្នឹងមានអនុសាសន៍ថាតើចំណុចដែលឯកភាពនៅក្នុងក្របខ័ណ្ឌជាតិណានៅក្នុងថាជាស្តង់ដារជាតិហ្នឹងគឺថាចំណុចណាខ្លះដែលកូនខ្មែរត្រូវតែយកចិត្តទុកដាក់សិក្សាឲ្យបានត្រឹមត្រូវតាមហ្នឹងបានចឹងយើងមិនមានការប្រជុំទីក្នុងទេដោយមកដល់ម៉ោង8កន្លះហើយថ្ងៃនេះយើងបានវែងជាងមុនទៅទៀតហើយសូមថ្លែងអំណរគុណម្ដងទៀតចំពោះលោកសាស្ត្រាចារ្យបណ្ឌិតទុយនធួនចំពោះបទបង្ហាញដ៏មានខ្លឹមសារសំខាន់ហើយនឹងជាការផ្ទេរចំណេះដឹងមួយដែលច្បាស់លាស់ជាក្បួនខ្នាតសម្រាប់កូនខ្មែរនៅក្នុងពេលបច្ចុប្បន្ននិងទៅអនាគតហើយសូមអរគុណបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងវេទិកាទី3នេះសូមជូនពរមានសុខភាពល្អបរិបូរណ៍និងបានជោគជ័យគ្រប់ការងារភារកិច្ចហើយជាពិសេសជោគជ័យនៅក្នុងការសិក្សាជាន់ខ្ពស់ដើម្បីរៀបចំខ្លួនឲ្យបានស័ក្តិសមទៅជាអ្នកបន្តវេនប្រកបដោយសមត្ថភាពអញ្ចឹងសូមអរគុណណាសូមជូនពរទាំងអស់គ្នាសូមលាបាទសូមអរគុណសូមអរគុណលោកគ្រូជូនពរលោកគ្រូមានសុខភាពល្អលោកគ្រូសុខភាពល្អលោកគ្រូបានសូមគ្រប់ជំរាបលាសូមចម្រើនពរលាលោកគ្រូក៏សូមចម្រើនពរលាអរគុណអរគុណគោរពជំរាបលាលោកគ្រូបាទអរគុណគ្រូអ្នកនិយាយលោកគ្រូចូលក្រោយគេអត់បានចុះវត្តមានលោកគ្រូអត់អីទេបាទអត់អីទេមានឈ្មោះក្នុងនោះហើយជំរាបសួរលោកគ្រូបាទបាទអរគុណអូនអរគុណសូមគ្រប់ជម្រាបលាលោកគ្រូសូមគ្រប់ជម្រាបលាលោកគ្រូបាទសុខសប្បាយគ្នាណាលោកគ្រូសូមគោរពលាលោកគ្រូខ្ញុំពីកំពង់ស្ពឺលោកគ្រូសូមគោរពអរគុណអូនអរគុណអូនសង្លីបាទអរគុណគ្រូបាទអរគុណអូនទៅលឿងបាទចំកយបាទអរគុណអញ្ចឹងលោកគ្រូបាត់ហើយបងប្អូនចាំជួបគ្នាថ្ងៃសុក្រទៀតនេះ